ព្រោះទើបតែចូលបន្ទប់សន្តាគារក៏ស្រឡាំងកាំងនៅលើក្រែមានចុងតារាស្រីល្បីម្នាក់នាងមិនទាន់ដឹងខ្លួនផងស្រាប់តែទូរទស្សន៍ចាក់ព័ត៌មានបន្ទាន់មួយតារាស្រីល្បីឈ្មោះលីវជីងសួនត្រូវគេចាប់ពង្រត់ថ្ងៃនេះរបាយការណ៍ថាអ្នកចាប់ពង្រត់ពាក់អាវពណ៌លឿងខោខើបុយពណ៌ខៀវហើយអូវ៉ាលីពណ៌ខ្មៅមួយនគរបាលអំពាវអ្នកណាមានតម្រុយសូមទូរស័ព្ទប្រាប់នគរបាលព្រោះមើលឃើញស្ថានភាពនេះក៏ស្ទុះទាញទូរស័ព្ទចេញចង់ហៅនគរបាលតែក្នុងពេលនោះគាត់ក៏ដោយចៃដន្យឲ្យបានបើកប្រព័ន្ធអច្ឆរិយៈមួយហើយប្រព័ន្ធប្រាប់គាត់ថាតាមពិតគាត់កំពុងចូលរួមកម្មវិធីពិតដែលគេបោកក្រុមផលិតចុងតារាស្រីហើយទុកក្នុងបន្ទប់ហើយចៃដន្យឲ្យជ្រើសរើសអ្នកដែលមិនដឹងរឿងអ្វីសោះមកដើរតួជាអ្នកចាប់ពង្រត់បន្ទាប់មកក្រុមផលិតបញ្ជូនក្រុមចាប់ខ្លួនមកចាប់គាត់រឿងទាំងមូលក៏ត្រូវផ្សាយផ្ទាល់នៅមុខទស្សនិកជនពេញប្រទេសព្រោះហើយក៏ខឹងសម្បាយ៉ាងខ្លាំងតាមពិតគាត់ជាមនុស្សធ្វើការស៊ីឈ្នួលរាល់ថ្ងៃតែងតែត្រូវគេនិយាយចំអកឥឡូវមកខ្មាស់គេនៅមុខអ្នកទស្សនាពេញប្រទេសទៀតតែប្រព័ន្ធក៏ប្រាប់គាត់ទៀតថាបើគាត់អាចរត់គេចពីក្រុមចាប់ខ្លួនបានម្ដងគាត់នឹងទទួលបានជំនាញខ្លាំងមួយបើគាត់អាចទ្រាំរហូតដល់ហ្គេមចប់គាត់នឹងបានលុយរង្វាន់300លានយ៉នប្រុសក៏រំភើបឡើងគិតថាបើក្រុមផលិតចូលចិត្តលេងគេមែនអញ្ចឹងប្រុសនឹងប្រើប្រព័ន្ធលេងជាមួយគេរហូតដល់ចប់គាត់ក៏ប្រើបច្ចេកទេស Hacker ដែលប្រព័ន្ធឲ្យចូលទៅក្នុងប្រព័ន្ធរបស់ក្រុមផលិតប្រកាសសង្គ្រាមនឹងគេទាំងអស់គ្នាខ្ញុំប្រកាសចាប់ពីពេលនេះទៅអ្នកណាក៏មិនត្រូវចេញពីស្ទូឌីយោមួយជំហានដែរកន្លះម៉ោងក្រោយសិទ្ធិប្រព័ន្ធនឹងត្រឡប់ទៅអ្នកវិញដោយស្វ័យប្រវត្តិហាត្រូវគេទះមុខហើយបៃហុងគុំស្មានថាអ្នករៀនកម្មវិធីពីរបបធ្វើក្រអឺតនៅទីនេះជំនាញតូចតាចរបស់អ្នកមិនបាច់និយាយ30នាទី3នាទីខ្ញុំនឹងធ្វើឲ្យអ្នកលុតជង្គង់ច្រៀងចម្រៀងចាញ់អញ្ចឹងយើងភ្នាល់គ្នា30នាទីខ្វះ1វិនាទីគ្រប់គ្នាចង់និយាយកុំឲ្យគេចាប់បានប្រុសនោះដាក់តារាស្រីចូលវ៉ាលីភ្លាមតារាស្រីក៏ព្រមតាមព្រោះគាត់ដឹងថាកាន់តែខូចកម្រិតកាន់តែខ្ពស់មិនយូរប៉ុន្មានប្រុសនោះផ្លាស់ទៅសន្តាគារផ្សេងតែក្រុមចាប់ខ្លួននៅតាមរកឃើញគេរកឃើញបន្ទប់ថ្មីគាត់ភ្លាមតែប៉ង់ចូលទៅមើលក្នុងបន្ទប់គ្មានមនុស្សសោះអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលព្រោះគេពិនិត្យកាមេរ៉ារួចហើយប្រុសនោះមិនចេញពីបន្ទប់ទេចុះគាត់រត់រួចដោយរបៀបណាពេលនោះហើយទូរស័ព្ទលើក្រែរត់ភ្លាមមេក្រុមលើកទូរស័ព្ទស្ដាប់មានគេរកអ្នកមិននឹកស្មានថាអ្នកចាប់បានលឿនម្លេះធ្វើឲ្យក្រុមយើងខឹងខ្លាំងអញ្ចឹងខ្ញុំឲ្យពេលឯង10នាទីទៀតចាំទុករីឯប្រុសនោះវិញព្រោះរត់រួចម្ដងប្រព័ន្ធដំឡើងតម្លៃអារម្មណ៍គ្រោះថ្នាក់គាត់ឡើង 10% ប្រុសនោះសប្បាយចិត្តខ្លាំងយល់ថាពេលនេះមានឱកាសឈ្នះជាងមុនបន្ទាប់មកស្រាប់តែដោះខោអាវមុខតារាស្រីធ្វើឲ្យតារាស្រីភ័យរហូតចង្វាក់បេះដូងលោតញាប់តែប្រុសនោះគ្មានគំនិតអ្វីទេគាត់ចង់បដូរសម្លៀកបំពាក់ហើយរត់ទៅកន្លែងផ្សេងអញ្ចឹងដាក់តារាស្រីចូលវ៉ាលីម្ដងទៀតត្រៀមរត់ចេញតែមិននឹកស្មានក្រុមចាប់ខ្លួនកំណត់ទីតាំងគាត់ហើយលោកលីងបើបៃហុងនៅក្នុងបន្ទប់មុនពេលនេះមិនប្រកាសទេប៉ុន្តែនៅតែត្រូវទៅពិនិត្យព្រោះក្នុងពេលខ្លីនេះមិនអាចឲ្យវារត់រួចទៀតទេសម្លៀកបំពាក់នៅមានប្រយោជន៍ទើបដោះចេញថ្មីអ្នកកាន់វ៉ាលីនោះហ៊ានប្រជែងយើងអាក្មេងនេះហេបងលីងបៃហ៊ូមកដល់ក្រោមអាគារហើយពាក់អាវពណ៌សផ្កាកាន់វ៉ាលីធំនេះទៅចាប់វ៉ាលីវាឲ្យជាប់ឈប់ហាងហុងខ្ញុំធ្លាប់នៅកងទ័ពសិនទៀនអ្នករត់មិនឈ្នះខ្ញុំទេបើចេះដឹងហើយឈប់ទៅអ្នកជានរណាសុំទោសខ្ញុំមិនមែនចិត្តណាទេគេឲ្យខ្ញុំ1000ថាឲ្យខ្ញុំយកវ៉ាលីចេញមកអីហ្នឹង
ជំរះអាក្រោចឈប់នៅឲ្យខ្ញុំសូមអបអរសាទរម្ចាស់បានលេងសាច់ក្រុមដេញតាមផ្ដល់រង្វាន់សមត្ថភាពកាយ10អារម្មណ៍ពេញដោយកម្លាំងពិតជាអស្ចារ្យខ្ញុំមានអារម្មណ៍ថាឥឡូវចាប់គោទាត់មួយបានខ្ញុំយល់ច្រឡំមែនទេហេតុអ្វីបានជាអានេះវាខុសពីមុនមើលមកខ្ញុំរបៀបណាស្រឡាញ់ខ្ញុំហើយឬទៅចុះខ្ញុំចង់ដឹងហេតុអ្វីបានជាដឹងពួកក្រុមដេញតាមប្រកាសជាទៅចាប់មនុស្សអូវ៉ាលីនោះគេបែបនេះជាអ្នកឆ្លាតពន់ពេកមនុស្សបែបនេះច្រើនជឿលើការវិនិច្ឆ័យខ្លួនឯងខ្ញុំយកចំណុចនោះធ្វើផ្ទុយវិញអស្ចារ្យអ្វីនឹងឃ្លានហើយឬខ្ញុំមិនបានញ៉ាំអីមួយថ្ងៃហើយគណៈកម្មវិធីយកទូរស័ព្ទខ្ញុំទៅខ្ញុំគ្មានលុយឆ្មាសោះបងនាំទៅញ៉ាំបាយឯងមានលុយលក់ឡាននេះចេញមិនមានលុយអីលក់ឡាននេះមិនមានលុយអីឡាននេះរបស់គណៈកម្មវិធីបើឯងលក់ឡានតើគ្នាគ្រប់គ្រងអ្វីជាមួយខ្ញុំទៅគ្រប់គ្រងអីមិនបាច់ខ្ញុំជាមនុស្សធ្វើការធម្មតាស្រាប់តែខ្លាចជាអ្នកចាប់ជំរិតបើត្រូវគ្រប់គ្រងគាត់ទេដែលត្រូវគ្រប់គ្រងឲ្យខ្ញុំប៉ុន្តែគេក៏ដើរចេញទៅហើយអ្នកទាំងអស់គ្នាថាម៉េចបេហុងតើគាត់ពិតជាលក់ឡានគណៈកម្មវិធីបេហុងប្រហែលជាធ្វើបែបនេះខ្ញុំគិតថាគាត់ចង់សាកសួរគណៈកម្មវិធីវិញបេហុងរត់ទៅហើយឥឡូវយើងត្រូវធ្វើម៉េចកុំបារម្ភខ្ញុំដាក់ឧបករណ៍តាមដានលើឡានគាត់ហើយគាត់មិនអាចរត់ផុតពីខ្ញុំបានទេបងប្អូនមើលបេហុងវាទៅណាហ្នឹងខ្ញុំចាំថាចុងផ្លូវនេះគឺកន្លែងប្រមូលឡានចាស់មែនអត់មនុស្សនេះចង់លក់ឡានយើងមែនទែនយើងទៅជីជើលើកនេះមិនថាខ្ញុំយ៉ាងណាទេចាប់បេហុងឲ្យបានលីនដុនទីតាំងរបស់យើងឥឡូវគឺផ្លូវដែលបេហុងត្រូវតែឆ្លងកាត់នេះគាត់មិនអាចរត់ទៅណាបានទេចាប់បេហុងត្រូវតែសងសឹកឲ្យបានលោកមេក្រុមគេមកដល់ហើយបៃហុងដាក់ដៃលើក្បាលចុះពីឡានឯងរត់មិនរួចទេការប្រកួតចប់ហើយចប់នរណាបៃហុងណែណាអ្នកទាំងអស់គ្នាជានរណាមានសិទ្ធិអ្វីមកខាត់ឡានខ្ញុំសួរឯងបៃហុងណែណាបៃហុងអីខ្ញុំមិនស្គាល់ទេឡាននេះខ្ញុំទិញក្នុងតម្លៃ 2000 យ៉នអាបងឡានល្អអីចឹងឯងប្រកាសថាលក់ឲ្យខ្ញុំ 2000 យ៉នមែនគុំនិយាយច្រើនឯងយកអត់បើអត់យកយើងទៅរកហាខ្ញុំយកបៃហុងឯងប្រកាសថាធ្វើបែបនេះបានមែនកុំបារម្ភមិនយូរទេក្រុមអ្នកផលិតកម្មវិធីនឹងមកលួសឡានវិញមានលុយហើយទៅបងនាំទៅញ៉ាំបាយក្រៅបៃហុងអានឹងលក់ឡានគេចប់ហើយឥឡូវនេះយើងត្រូវទិញវិញទៀតអាលោកមេក្រុមមើលទៅបៃហុងនេះឆ្លាតជាងយើងគិតទៅទៀតមិនអាចឲ្យគាត់ដឹកច្រមុះយើងទៀតទេធ្វើបែបនេះមិនកើតទេស្នើសុំយកទិន្នន័យកាមេរ៉ាសុវត្ថិភាពទូទាំងទីក្រុងខំចាប់គាត់ឲ្យបានទូថ្លៃយ៉ាងណាលើកនេះដើម្បីកិត្តិយសក្រុមដេញតាមរបស់យើងនិយាយអីក៏ត្រូវចាប់បៃហូឲ្យបានបាទបៃហុងនេះពូកែណាស់ជីងគាត់ធ្វើឲ្យក្រុមដេញតាមវល់វល់អ្នកណាថាមិនមែនហើយអស់ចាម៉េចខ្ញុំថាក្រុមតាមចាប់គាត់អត់ល្អទេបើខ្ញុំជួបបៃហុងវិញសាច់ដុំអ្នកហ្នឹងហាំត្រូវតែចាប់គាត់ប្រុសក្រិចណាស់បងប្អូនថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅដល់ហាងនឹងមើលការផ្សាយផងបានពេញនិយមអៃប្លន់ប្លន់បៃហុងនឹងគឺបៃហុងមែនអ្នកនាងលាវកូនស្រីខ្ញុំចូលចិត្តមើលរឿងអ្នកខ្លាំងណាស់ជួយចុះហត្ថលេខាឲ្យខ្ញុំផងខ្ញុំក៏ចង់ហើយអ្នករាល់គ្នាឲ្យតម្លៃការងារខ្ញុំខ្លះផងឥឡូវនេះខ្ញុំជាអ្នកប្លន់អីចឹងមិនមែនជាកម្មវិធីកម្សាន្តទេមិនក៏ខំធ្វើធ្ងន់ធ្ងររំលេះ
មកថតរូបជាមួយគ្នាឯងមានចប់ទេវាតើអ្នករាល់គ្នាភ្លេចហើយឬគោលបំណងកម្មវិធីនេះគឺប្រាប់គ្រប់គ្នាការពីឧក្រិដ្ឋកម្មម្នាក់ទៅតាមតារាឯងបងប្រុសនេះនិយាយត្រូវអ្នករាល់គ្នាសហការបន្តិចខ្ញុំមានកាំបិតនៅដៃបៃហុងគុំសំណើចពេកក្រុមតាមចាប់មិនចាប់អ្នកបានសំណាងអ្នកថ្ងៃនេះអ្នកជួបខ្ញុំគុំគិតរត់អីអញ្ចឹងយើងមកសាកល្បងបើខ្ញុំមុនក្រុមតាមចាប់បានមនុស្សនេះមិនត្រឹមតែល្បីភ្លាមអាចនឹងបានហាត់លេខាពីគាត់ផងដែលហៅអ្នកជាអ្នករត់គេចចាប់អ្នកជាកាត់ប្រកិច្ចពលរដ្ឋល្អថ្ងៃនេះត្រូវតែចាប់អ្នកបងប្រុសចង់ធ្វើវីរបុរសសំណាងហើយដែលនេះជាការថតកម្មវិធីបើខ្ញុំជាឧក្រិដ្ឋជនពិតគ្រាន់តែទង្វើអ្នកទើបនឹងអ្នកស្លាប់យូរហើយឯខ្ញុំថាបៃហុងនិយាយត្រូវលេងរឿងត្រូវលេងទាំងស្រុងអ្នកក៏រឹងរូដែរអ្នកដឹងថាគាត់ជាចោរប្លន់តែអ្នកនៅតែប្រញាប់ប្រញាល់ទៅបៃហុងព្រមគ្នាសិនណាបើអ្នកដួលគាត់មិនអាចវាយើងទៀតទេនោះអាស្រ័យលើការសម្ដែងរបស់អ្នកទាំងអស់គ្នាខ្ញុំថាពងកុំឈោអង្គុយចុះឲ្យលឿនហើយសហប្រយ័ត្នមួយសន្ទុះទៀតខ្ញុំនឹងសម្លាប់អ្នកទាំងអស់គ្នាហាបៃហុងខ្ញុំដឹងថាអ្នកចង់សម្ដែងតែនេះគ្រាន់តែជាកម្មវិធីកម្សាន្តមួយប៉ុណ្ណោះអ្នកមិនបាច់ធ្វើធ្ងន់ដៃបែបនេះទេនាងតូចអ្នកមិនទាន់យល់ពីស្ថានភាពទេអត្តសញ្ញាណរបស់ខ្ញុំពេលនេះគឺជាចោរប្លន់បើអ្នកនៅតែនិយាយរញ៉េញ៉ៃទៀតខ្ញុំនឹងដោះស្រាយអ្នកបៃហុងជប់និយាយលេងដើមឡើយខ្ញុំចង់ចូលមកប្លន់យកអាហារបន្តិចហាក់ដូចជាខ្ញុំនឹងយកនាងទៅជាមួយដែរបៃហ៊ូអ្នកចង់ធ្វើអីនេះអ្នកចង់ធ្វើអីមើលបៃហុងកំពុងធ្វើអីមិនមែនធ្វើពិតប្រាកដទេមិនអាចទេបៃហុងប្រកាសជាកំពុងលេងសើចនឹងក្រុមផលិតកម្មយកបៃហុងអាចធ្វើពិតប្រាកដទេយើងត្រូវឲ្យប៉ូលីសទេគ្រាន់តែអធិពលកម្មវិធីប៉ុណ្ណោះអ្នកគិតថាបៃហុងឈួតដល់ថ្នាក់ដើម្បីកម្មវិធីកម្សាន្តមួយទៅបំពេញច្បាប់ឬបើបៃហុងពិតជាលះបង់គោលការណ៍ហើយធ្វើឲ្យប៉ះពាល់ដល់ចំណាប់ខ្មាំងពេលនោះមិនត្រឹមតែក្រុមផលិតកម្មយើងទាំងអស់គ្នាត្រូវទទួលខុសត្រូវកុំបារម្ភប្រព្រឹត្តបទល្មើសនៅចំពោះមុខទស្សនិកជនទូទាំងប្រទេសបៃហុងអត់ក្លាហានទេចាប់ត្រឹមនឹងចាប់គាត់ត្រូវហាន់ជា8ដុំបើកឡានឲ្យលឿនបំផុតទោះជាអធិពលកម្មវិធីក៏ដោយយើងក៏មិនអាចបញ្ឈប់បានយោពមប៉ែនហុងអ្នកមិនមែនធ្វើឲ្យនាងតូចនេះពិតប្រាកដទេចាំបាច់ខ្ញុំលេងពិតទេប៉ែនហុងអ្នកធ្វើពិតប្រាកដឬសម្លឹងមើលអីបើសម្លឹងទៀតខ្ញុំនឹងចាប់ជើងអ្នកម្ដងទៀតបៃហុងនឹងហ៊ូពេកហើយខ្មងឃ្លានបាយហើយថៅកែចុះមុខមហូបបានមិនឃើញទេបៃហុងនឹងមិនត្រឹមតែឆ្លាតទេចេះលេងកម្មវិធីផងអ្នកដឹកនាំអត្រាអ្នកមើលការទៀតហើយតារាងក្តៅទូទាំងប្រទេសជាប់10មាន3ប្រធានបទនិយាយពីកម្មវិធីយើងកំពុងតែក្តៅខ្លាំងទៀតញ៉ាំបាយលឿនទៅបើនៅយូរទៀតក្រុមដេញនឹងតាមទាន់អ្នកដេញគេចេញអស់ហើយមិនមែនឬមានតាមទាន់លឿនអីអញគិតថាគេទុនឬមើលនោះនឹងនោះសុទ្ធតែកាមេរ៉ាប្រហែលជាតាមមកដល់ផ្លូវហើយឯងជាចំណាប់ខ្មាំងអាចទៅរួចចាំមួយផ្លេតខ្ញុំចង់ចាប់ចំណាប់ខ្មាំងបន្ថែមមួយទៀតអូខេចាំមើលឯងចង់ធ្វើអីទៀតខ្ញុំចង់ចាប់ចំណាប់ខ្មាំងបន្ថែមមួយទៀតអូខេ
បាយហ៊ូអ្នកនិយាយត្រូវហើយបើយើងទៅមួយជំហានទៀតគេចាប់យើងហើយកុំបារម្ភចាំតាមបងធានាថាមានឈុតច្រើនសន្ធឹកទៅណាងើតហើយរកសន្តាគារគេងឬក៏ចង់គេងផ្លូវបាយហ៊ូនិយាយត្រូវកម្មវិធីនេះពេញនិយមណាស់បើខ្ញុំតាមគាត់ប្រកាសជាមានឈុតច្រើនដែរមិនដល់1 ម៉ោងផងខ្ញុំមានអ្នកតាមដាន50,000ហើយសំណាងល្អមកដល់ខ្ញុំហើយឯចាំខ្ញុំផងអន្តនូឈប់ឈ្មើងឆ្មៃអ្នកដឹកនាំយើងមកយឺតបាយហុងសម្រាប់ចំណាប់ខ្មាំងទាំងអស់រត់ចេញហើយខ្ញុំនៅរស់ទេបាយហុងទៅណាបាយហុងទើបតែសម្រាប់មនុស្សយើងទាំងអស់ហើយចាប់ក្មេងស្រីម្នាក់ជីចំណាប់ខ្មាំងរត់មកភ្ញាក់ឡើងកុំបន្ថែមរឿងឲ្យខ្លួនឯងក្រោកឡើងខាងណាស់នាងលីវនៅមិនទាន់ជួយសង្គ្រោះបានទេឥឡូវមានចំណាប់ខ្មាំងទៀតហើយក្តៅណាស់ហើយលីវស៊ុនទៅពិនិត្យកាមេរ៉ាភ្លាមតាមដានចលនារបស់បាយហុងកំពុងដឹកចំណាប់ខ្មាំងពីរគាត់រត់មិនលឿនទេរកឃើញហើយមើលរូបភាពនៅផ្លូវប្រសពកាលពី5 នាទីមុនអញ្ចឹងគ្រប់សកម្មភាពយើងសុទ្ធតែស្ថិតនៅក្រោមការឃ្លាំមើលរបស់បាយហុងត្រូវតែទទួលស្គាល់លើកនេះយើងប្រទះគូប្រជែងដ៏គ្រោះថ្នាក់ណាស់បាយហុងឈ្មើងណាស់ចាំវាមិនទាន់រត់ឆ្ងាយទេយើងទៅដេញតាមតាន់អូអ្នកដឹកនាំសូមចូលរួមជាមួយលោកបានទេខ្ញុំក៏ចង់ចាប់បាយហុងដែរចង់ជួយអ្នករាល់គ្នាបន្តិចលោកកុំមើលខ្ញុំបែបនេះខ្ញុំឡើងភ្នំអាចស្រែកហៅខ្លាចុះសមុទ្រក៏ចាប់នាគបានបើយើងវិញទៀតខ្ញុំធ្លាប់ប្រយុទ្ធនឹងបាយហុងផ្ទាល់ខ្ញុំជឿជាក់ថាបើខ្ញុំចូលរួមនឹងជួយឲ្យចាប់បាយហុងបានឆាប់ប៉ុន្តែតាមច្បាប់ក្រមថតអ្នកស្លាប់ទៅហើយពេលក្រោយអ្នកចុះឈ្មោះចូលរួមខ្ញុំដាក់ឲ្យអ្នកដឹកនាំខ្ញុំពូកែណាស់បើបន្ទប់ឯងប្រកាសថា3 នាក់ក្នុង1បន្ទប់ថ្ងៃនេះអារម្មណ៍មិនល្អទេចង់យកស្រី2 នាក់ទៅលេងពីក្នុងបន្ទប់មានបញ្ហាទេទៅបាយហុងនិយាយអីអសុរ៉ាំលេសើចណាស់ហើយខ្ញុំថាវ៉ាន់មើលកាមេរ៉ាបន្ទប់ទាំងនោះចង់ឃើញបាយហុងនិងនារី2 នាក់នោះណានៅទីសាធារណៈហ៊ាននិយាយបែបនេះបាយហុងនេះគ្មានរួយទេហ៊ាននិយាយពាក្យបែបនេះហាបងបាយហុងរបស់ខ្ញុំលុយណាស់ប៉ុន្តែនាងលីវមិនមែនមនុស្សបែបនោះទេខ្ញុំដឹងថាលីវឈៀងស្វានមិនមែនបែបនោះទេប៉ុន្តែក៏ពិបាកទប់ទល់នឹងអ្នកល្បីល្បាញចៅយូទៅមើលកាមេរ៉ាខាងនោះកុំឲ្យបាយហុងធ្វើអ្វីមិនសមរម្យមានរឿងអីចៅយូគាត់ធ្វើនឹងមែនទេអូនមើលខ្លួនឯងទៅនឹងហើយយកគឺហេបងបាយហុងនេះហើយដែលបងថាលេងបៀអញ្ចឹងអីទៀតអ្នកមិនមែនស្មានថាបែបហ្នឹងអូយរំខានណាស់អ្នកទាំងពីរនឹងបន្ទប់ស្វេកនេះអស់លុយយើងទាំងអស់នៅមានចិត្តលេងទៀតឬស្អែកយើងញ៉ាំអីផឹកអីងាយទេលក់ទៅកម្មវិធីទៅអ្នកមិនមែនគិតចង់ចំណាប់កម្មវិធីទេអញ្ចឹងអ្នកគិតថាខ្ញុំយកគាត់មកហេតុអីហេតុអីប្រើខ្ញុំទៅបដូរយកលុយគាត់ក៏ជាឆ្លើយដែរណាហេតុអីមិនប្រើគាត់ខ្ញុំមកមុនអ្នកហេតុអីប្រើខ្ញុំអូនមកមុនក៏ជាចំណាប់ខ្មាំងដែរបងបាយហុងនឹងវាខុសច្បាប់ទេវាក្រាស់ណាស់ដូចជាស្រីឆ្កួតយកគាត់ទៅបដូរលុយវិញឲ្យខ្ញុំធ្វើជាឆ្លើយវិញខ្ញុំសន្យាថានឹងសហការជាមួយអ្នកទាំងស្រុងអ្នកណាថាខ្ញុំឆ្កួតថាហើយម៉េចអ្នកទាំងអស់គ្នាមើលស្ថានភាពឲ្យច្បាស់ឥឡូវខ្ញុំជាអ្នកចាប់ចំណាប់ខ្មាំងអ្នករាល់គ្នាជាឆ្លើយឯណាមានអ្នកចាប់ចំណាប់ខ្មាំងមិនទាន់និយាយឆ្លើយទៅជាប្រឡាស់គ្នាមុនស្រីនេះរំខានមែនយកស៊ុនស៊ីវទៀនទៅបដូរលុយអស់សង្ឃឹមនឹងវាគិតចេញមកបានខ្ញុំគិតថាបៃហុងគិតច្រើនពេកកម្មវិធីមិនអាចយល់ព្រមតាមគាត់ទេដឹងហើយថាកម្មវិធីមិនឲ្យលុយគាត់
ទើបគិតចង់ដឹងថាវានឹងលេងអីទៀតកម្មវិធីនេះកាន់តែចាប់អារម្មណ៍ឡើងបងឈីវបងប្រហែលជាបៃហុងទូរស័ព្ទមកមើលចុះវាចង់លេងអីទៀតហេកម្មវិធីបៃហុងអ្នកលេងសង្ឃឹមទៅខ្ញុំមិនព្រមតាមសំណើរបស់អ្នកទេលោកនាយកឈីវកុំកំណាញ់ពេកខ្ញុំមិនសុំច្រើនទេគ្រាន់តែ100,000 មិនអីទេចាត់ទុកថាជាថ្លៃឲ្យខ្ញុំចេញមុខអញ្ចឹងនោះអ្នកមានន័យយ៉ាងម៉េចខ្ញុំជាអ្នកល្បីធំមានលុយរាប់លាន100,000 អ្នកមើងងាយអ្នកណាអញ្ចឹងអ្នកចង់បានលុយប៉ុន្មានយ៉ាងហោចណាស់1,000,000ឬទេលោកចៅចំណាប់ខ្មាំងមិនពេញចិត្តតម្លៃនេះទេអញ្ចឹងរៀបចំ1,000,000ឲ្យខ្ញុំផងខ្ញុំមិនឲ្យអ្នកមួយកាក់ទេនេះជាការប្លន់នេះហៅថាអក្រិតផ្ទុយនឹងគោលបំណងកម្មវិធីបៃហុងខ្ញុំណែនាំអ្នកបដូរវិធីលេងខ្ញុំត្រូវរំលឹកអ្នកកុំភ្លេចថាខ្ញុំកាន់ចំណាប់ខ្មាំងបើបង្ខំខ្ញុំខ្លាំងខ្ញុំអាចសម្លាប់ចំណាប់ខ្មាំងគ្រប់ពេលហុងអ្នកភ្លេចថានេះគ្រាន់តែកម្មវិធីក្នុងជីវិតពិតចង់ចំណាប់ខ្មាំងបែបនេះអ្នកគួរដឹងថាត្រូវចំណាយអ្វីព្រោះតែគោលបំណងកម្មវិធីអ្នកសម្រាប់ប្រជាជនទើបខ្ញុំលេងជាមួយអ្នករហូតនិយាយម្យ៉ាងទៀតបើឥឡូវមិនមែនថតជាការចាប់ជំរិតពិតអញហ៊ានចរចាជាមួយខ្ញុំកុំស្មានថាធ្វើបែបនេះខ្ញុំនឹងស្ដាប់តាមអ្នកអញ្ចឹងយើងទៅផ្ទះរៀងខ្លួនខ្ញុំមិនថតទេមិនថតក៏មិនថតអញស្មានថាគ្មានអញកម្មវិធីខ្ទេចឬសូមប្រាប់ទៅក្រោមជប់ថតកម្មវិធីរកភ្ញៀវថ្មីមកដើរទូក្រិតលោកអ្នកដឹកនាំបដូរភ្ញៀវកណ្ដាលផ្លូវមិនល្អទេមានអីមិនល្អខ្ញុំជាអ្នកដឹកនាំខ្ញុំនិយាយទៅលោកអ្នកដឹកនាំបដូរមនុស្សយ៉ាងម៉េចបានយើងមិនអនុញ្ញាតទេយើងចង់មើលបៃហូ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 អូខេខ្ញុំដឹងហើយមេក្រុមមានរឿងអីក្រុមកម្មវិធីថាមិនថតទៀតទេអត់ទេគេយកអ្វីមកធ្វើយើងមិនទាន់ចាប់បានវ៉ាន់ហុងទេមិនក៏ឈប់ថតភ្លាមអញ្ចឹងមិនបានទេខ្ញុំមិនសុខចិត្តទេត្រូវគោរពការសម្រេចចិត្តក្រុមការងារយើងត្រឡប់ទៅវិញធ្វើមិនក៏អញ្ចឹងក្រុមការងារនេះវាលេងមិនកើតទេនឹងហើយគេថាកម្មវិធីនេះធ្វើដើម្បីប្រជាជនចប់មកវាខ្លួនឯងទៀតកម្មវិធីអីអញ្ចឹងលេងមើលទៀតហើយបៃហុងនេះឯងគិតថាខ្លួនឯងជាអ្នកណាចេះអត់ល្អទេអ៊ីនធឺណិតគេជាកម្មវិធីយើងទាំងអស់ឯកម្មវិធីរត់បានការលេងមិនកើតកុំលេងនេះមិនមែនវាខ្លួនឯងទេកម្មវិធីអាក្រក់គួរតែបិទកោះសម្រាមមិនសមធ្វើពិធីក៏ទេកោះសម្រាមគុំធ្វើកម្មវិធីទៀតអ្នកដឹកនាំកម្មវិធីយើងធ្លាក់អត្រាមើលឥឡូវនៅក្រោម10ហើយកំពុងធ្លាក់ចុះទៀតស្រីចៅយូមិនមែនឲ្យអញទៅរកអ្នកចូលរួមកម្មវិធីទេមកធ្វើអីនេះខ្ញុំក៏ចង់ទៅដែរប៉ុន្តែខ្ញុំចេញទៅក្រៅមិនរួចទេខាងក្រៅមានអ្នកទស្សនាច្រើនកាន់បដាឲ្យកម្មវិធីបញ្យល់ឥឡូវគេឡំពាត់តាគីហើយកម្មវិធីអាក្រក់អ្នកដឹកនាំអាក្រក់ចេញមកឲ្យយើងចម្លើយស្រីខ្ញុំគិតថាបើអញ្ចឹងយើងព្រមតាមលក្ខខណ្ឌបៃហុងវិញប្រហែលជាល្អមិនអញ្ចឹងទេវាបន្តទៅគេឈ្មោះដែលស្ទើរតែ2រដូវនឹងត្រូវបាត់បង់ទាំងអស់សានយន្តខាងឯងនិយាយស្រួលណាស់នោះគឺ100,000ណាបើបៃហុងប្រែចិត្តយកលុយរត់ចោលធ្វើម៉េចអ្នកណាទទួលខុសត្រូវខ្ញុំទទួលលីនដុននោះ100,000ណាមិនមែនលេងទេកោះឯងស្ងាត់ចិត្ត100,000នេះខ្ញុំត្រៀមឲ្យបៃហុងយូរលើកនេះបើវាហ៊ានមកខ្ញុំនឹងចាប់វាឲ្យបានលីនដុនអ្នកប្រកាសថាចាប់បានបៃហុងមែនទេជឿខ្ញុំទេបងបៃហុងមិនមែនឯងយល់ព្រមពីមុនទេមិនបានយល់ព្រមទេហើយគេចង់ឈប់ចាក់ផ្សាយជាងទទួលការអញ្ជើញហេគេធ្វើម៉េចម្លេះខ្ញុំពិបាកប៉ុណ្ណាទើបបានពេលចេញមុខនេះឥឡូវអស់ហើយបៃហ៊ូអញសងភាពខ្ញុំវិញមកចំនួនអ្នកមើលរបស់ខ្ញុំមិនទាន់ចាប់ផ្ដើមផងក៏ចប់ហើយខ្ញុំមិនចង់ទេកុំបារម្ភខ្ញុំនាំអ្នកទស្សនាច្រើនអីចឹងទៅឲ្យកម្មវិធីគេមិនអាចឈប់ចាក់ផ្សាយដោយសារតែសំណើតិចតួចបែបនេះទេម្យ៉ាងទៀតបើគេឈប់ចាក់ផ្សាយមែនផលវិបាកនឹងធំជាង1 លាននេះទៅទៀត
រង្វាន់ដំបូងបង្កើនសមត្ថភាពខួរក្បាល10រឿងផ្លែងសម្លៀកបំពាក់កម្មវិធីទទួលបានអ្នកគាំទ្រដោយស្មោះលក់ឡានដែលមាន Gips ទទួលបានការបង្កើនមុខងាររាងកាយ10បូករួមទាំងពីភោជនីយដ្ឋានលើកមុនបានជំនាញផ្លែងខ្លួនលំដាប់ព្រះចូលរួមកម្មវិធីមួយបានឈុតឆាកច្រើនអីចឹងទោះជាកម្មវិធីឈប់មែនក៏ខ្ញុំមិនខាតដែរយ៉ាងម៉េចដែរលោកនាយកឈៀវខ្ញុំគិតច្បាស់ហើយបងបៃហុងកម្មវិធីព្រមតាមលក្ខខណ្ឌរបស់លោកហើយកម្មវិធីបន្តទៅប៉ុន្តែលោកត្រូវធានាថាពេលបានលុយហើយត្រូវដោះលែងចំណាប់ខ្មាំងភ្លាមហាបើលោកធ្វើបែបនេះពីដើមមិនល្អទេកុំបារម្ភខ្ញុំជាមនុស្សរក្សាពាក្យសន្យាបំផុតខ្ញុំសូមអរគុណលោកនាយកឈៀវជំនួសចំណាប់ខ្មាំងសិនអញ្ចឹងសូមលោកឲ្យគេយកលុយមកឲ្យខ្ញុំក្នុងធុងសម្រាមក្រោមអំពូលភ្លើងក្បែរស្ពានថ្មើរជើងកុំធ្វើល្បិចអីបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់ចំណាប់ខ្មាំងល្អណាស់អ្វីអាចបន្តទៅបានហើយបងបៃហុងលើកនេះកម្មវិធីព្រមយល់ព្រមយ៉ាងឆាប់រហ័សបងថាមានល្បិចទេខ្ញុំដឹងច្បាស់ប៉ុន្តែគេមានគម្រោងរបស់ចាងលៀងខ្ញុំក៏មានផ្លូវរបស់ខ្ញុំដែរម៉េចបងបារម្ភខ្ញុំទៅចុះអត់ធ្វើធំដុំទេបងបៃហុងអ្នករាល់គ្នាចង់ឲ្យបងនៅបងត្រូវប្រុងប្រយ័ត្នផងកុំបារម្ភចាំខ្ញុំយកលុយមកវិញនឹងនាំអូនទៅឆ្ងាយពិតទេអរគុណបងបៃហុងហើយទៅហើយណាមិនគ្មានរឿងអីសោះគឺខ្ញុំក៏អត់ចង់លេងដែរខ្ញុំក៏នាំអូនទៅឆ្ងាយដែរអូអ្នកគិតថាលើកនេះបៃហុងអាចយកលុយបានស្រួលទេអ្នកគិតថាក្រុមតាមប្រមាញ់គេស៊ីបាយឥតកើតឬខ្ញុំគិតថាគេរៀបចំផែនការទប់ទល់រួចហើយគេចាំតែបៃហុងដួលអន្ទាក់ហើយបៃហុងចាំមើលទៅពេលល្អរបស់អ្នកដល់ទីបញ្ចប់ហើយត្រៀមខ្លួនហើយឬនៅពេលឃើញបៃហុងចូលមកចាប់គាត់ទប់ភ្លាមកុំបារម្ភលោកឲ្យតែថ្ងៃនេះបៃហុងមកខ្ញុំនឹងធ្វើឲ្យវាមានស្លាប់ក៏ហាមិនរួចដែរតែយូរណាស់ហើយបៃហុងមិនមកទេអីមិនទំនងទេក្រោយពីប្រយុទ្ធគ្នាប៉ុន្មានដងនេះខ្ញុំសង្កេតឃើញថាបៃហុងជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំងណាស់ព្រោះគាត់បាននិយាយថានឹងមកយកលុយគាត់នឹងមកពិតប្រាកដអ្នកមានន័យយ៉ាងម៉េចអ្នកជាអ្នកណាមានរឿងហើយមើលទីនោះមានបៃហុងចិត្តណាបង្ករឿងអាស្រូវមែនទេរួចយកលុយក្នុងពេលវឹកវរបញ្ឈប់ពួកគេសិនកុំរើមើលបៃហុងតើអ្នកស្រវឹងប៉ុន្មានអ្នកមុននេះអ្នកស្រវឹងទាំងនោះសុទ្ធតែជាមនុស្សរបស់បៃហុងកាន់នេះច្បាស់ថាអ្នកស្រវឹងនឹងវាគ្នាលោកមេមិនអាចធ្វើប្រងើយបានទេដូច្នេះហើយបានជាគាត់ចិត្តណាបញ្ជាក់ល្បិចបំបីទីដៅនេះពូកែណាស់មិននឹកស្មានថាងីម្លេះយកលុយមកដល់ដៃហើយហើយហេតុបៃហុងមែនទេមហេសីខ្ញុំត្រូវតែទទួលស្គាល់ល្បិចនេះរបស់មហេសីប្រើបានល្អណាស់គឺឲ្យអ្នកទាំងនោះបង្វែរការយកចិត្តទុកដាក់របស់យើងដើម្បីឲ្យលោកយកលុយក្នុងពេលវឹកវរមែនទេពិតជាសមនឹងលីនតុនគុណិតពិតជារហ័សរហួនស្មានផែនការខ្ញុំដឹងងីម្លេះប៉ុន្តែអ្នកទាំងអស់គ្នាអាចចាប់ខ្ញុំបានទេល្អហើយដែលឥឡូវនេះអ្នកនៅតែរឹងរូសអ្នកមិននឹកស្មានថាអាចរត់ចេញពីពួកយើងទាំងអស់បានទេហ្គេមចប់ហើយចាប់វាអូយមិនក៏មិនរត់ទៀតទីបំផុតអ្នកធ្លាក់មកក្នុងដៃខ្ញុំមែនអីបៃហុងហេតុអីអ្នកខ្លាំងម្លេះរឿងដែលអ្នកមិនដឹងនៅច្រើនទៀតបៃហុងដែលឯងទើបចាប់បានកុំឲ្យធ្លាក់ដៃខ្ញុំបើមិនដូច្នេះទេខ្ញុំនឹងធ្វើឲ្យឯងឈឺចាប់បៃហុងណែណាមិនមកយឺតម្លេះដោះឲ្យខ្ញុំឆាប់ម៉េចយកលុយបានទេអូអត់បានទេជួបក្រុមដេញតាមស្ទើរតែមិនបានវិលមកវិញទេអ្នកធ្លាប់ថាខ្លាំងណាស់មិនមែនទេមិនក៏ទៅជាត្រូវគេចាប់បាន
អ្នកគិតថាគេញីចាប់ឬមនុស្សក្នុងនោះសុទ្ធតែជាអ្នកជំនាញគ្រប់វិស័យលីវសុនម្នាក់ឯងស្ទើរតែធ្វើឲ្យខ្ញុំរួចខ្លួនមិនបានបុកនឹងលីងយ៉ាងដែលគេហៅថាក្រុមខួរក្បាលរឿងនេះធ្វើមិនទៅពេលនេះយើងអត់មានលុយសោះទូរស័ព្ទក៏បើកមិនដំណើរការបើនៅតែយកលុយមិនបានស្អែកត្រូវអត់អាហារហើយដោយសារគេមិនរក្សាពាក្យកុំបន្ទោសដល់ពេលឲ្យគេចំណាយថ្លៃហើយប្រធានក្រុមសុំទោសដែលឲ្យបៃហុងរត់រួចសូមលោកដាក់ទោសខ្ញុំរឿងនេះមិនមែនកំហុសដាជនទេគ្រាន់តែមិននឹកស្មានថាបៃហុងខ្លាំងម្លេះយើងមានគ្នាច្រើនម្លេះនៅតែចាប់គាត់មិនបានល្មមហើយរឿងនេះមិនមែនកំហុសអ្នករាល់គ្នាទេខ្ញុំចង់សាកល្បងបៃហុងបន្ទាប់ពីការប្រយុទ្ធកាលពីម្សិលខ្ញុំឃើញថាបៃហុងគួរឲ្យខ្លាចជាងអ្វីដែលយើងនឹកស្មានប៉ុន្តែអ្វីដែលខ្ញុំព្រួយបារម្ភពេលនេះគឺយើងធ្វើឲ្យគេដឹងខ្លួនហើយចង់ចាប់បៃហុងម្ដងទៀតពិបាកណាស់ប្រធានក្រុមមានកញ្ចប់សម្រាប់លោកហានហុងនេះកំ pl ែងណាស់ហ៊ានផ្ញើជើងជ្រូកឲ្យក្រុមស្នាតកជើងជ្រូកជំនួសដៃមនុស្សបៃហុងហ៊ានគិតមកដូចម្ដេចលោកនាយកចៅលោកមើលសកម្មភាពរបស់បៃហុងនេះយ៉ាងម៉េចដែរទោះបីជាក្រុមតាមចាប់មិនទាន់ចាប់បៃហុងបានតែធ្វើឲ្យបៃហុងចាញ់ខ្ញុំគិតថាបៃហុងផ្ញើជើងជ្រូកនេះទំនងជាការប្រកាសសង្គ្រាមដល់ក្រុមតាមចាប់បៃហុងនេះអាក្រក់ពេកហើយហ៊ានមករករឿងយើងដោយសារអ្នកមិនរក្សាពាក្យសន្យាខ្ញុំសម្រេចចិត្តផ្ញើដៃស្ដាំរបស់ចំណាប់ខ្មាំងមកអ្នកជាអំណោយហើយសូមជូនដំណឹងអ្នកខ្ញុំនឹងបំផ្ទុះស្ទូឌីយោនៅម៉ោង 3 រសៀលថ្ងៃនេះចាត់ទុកជាការដាក់ទោសព្រោះអ្នកមិនរក្សាពាក្យអ្វីបៃហុងហ៊ានពេកហើយប្រកាសថានឹងបំផ្ទុះស្ទូឌីយោខ្ញុំនិយាយត្រូវទេគឺមានតែបៃហុងទេបើភ្ញៀវផ្សេងមិនហ៊ានដូចនេះទេខ្ញុំសង្ឃឹមថាបៃហុងមកឆាប់ទើបខ្ញុំឃើញបៃហុងនៅរស់ខ្ញុំនឹងទៅសុំហត្ថលេខាគាត់លីនថុនអ្នកគិតថាបៃហុងនិយាយពិតទេឬក៏គ្រាន់តែបំភ័យយើងមិនបាច់និយាយទេបើខ្ញុំជាបៃហុងក្រោយពីហេតុការណ៍ម្សិលមិញគិតមិនទាន់ផងមិនអាចដើរចូលអន្ទាក់ដោយខ្លួនឯងទេខ្ញុំគិតថាបៃហុងឥឡូវគ្មានលុយសោះយើងដេញគាត់រហូតដល់គ្មានផ្លូវរត់គាត់ទំនងជាប្រថុយប្រឋានណាស់ឬក៏ក្រុមកម្មវិធីឲ្យលុយសៀវហ្វាំងនិយាយត្រូវសម្រាប់មនុស្សគ្រោះថ្នាក់ដូចបៃហុងយើងមិនត្រូវធ្វេសប្រហែសទេប្រហែលជាគាត់ជ្រាបចូលស្ថានីយ៍ទូរទស្សន៍ហើយអ្វីបញ្ជាឲ្យបិទច្រកចេញទាំងអស់នៃសាលថតពិនិត្យមនុស្សគួរឲ្យសង្ស័យឲ្យបានហ្មត់ចត់លើកនេះបៃហុងមកហើយមិនឲ្យត្រឡប់វិញបាត់គេនិយាយទេបៃហុងប្រកាសថានឹងបំផ្ទុះស្ទូឌីយោខ្ញុំថាបៃហុងគ្រាន់តែអួតឥឡូវពេញក្រុងកំពុងតាមរកបៃហុងគាត់រត់គេចមិនទាន់មិនអាចចូលទៅអន្ទាក់ដោយខ្លួនឯងទៅអេបងប្រុសអ្នកយល់យ៉ាងម៉េចពិតណាស់ឈោមើលហ្វៃហ៊ូឆ្លើយត្រូវអញ្ជើញមកឆ្លើយត្រូវមានរង្វាន់សុំទោសខ្ញុំដាក់ដៃខ្លួនបន្តិចកុំប្រកាន់ណាបៃហុងចាប់បៃហុងថ្ងៃណានៅតែដាក់ដៃស្រាលពេកមិនខុសទេពីបងបៃរបស់ខ្ញុំការលេងនេះពូកែណាស់បងស្រីចៅតើត្រូវជំលះទស្សនិកជនទេក្នុងករណីដែលមានរឿងមិនបាច់លីងខ្វីនិងក្រុមគាត់បានត្រៀមរួចរាល់ហើយមិនឲ្យបៃហុងមកជិតស្ទូឌីយោទេលីងខ្វីតាមបង្គាប់របស់លោកបានបិទច្រកចេញទាំងអស់នៃសាលថតបើបៃហុងចូលមកគាត់គេចមិនរួចទេលើកមុនបៃហុងធ្វើឲ្យខ្ញុំបាត់មុខធំលើកនេះថាយ៉ាងណាក៏ខ្ញុំត្រូវចាប់គាត់ឲ្យបាននៅសល់10នាទីទៀតម៉ោង 3ក្នុង10នាទីនេះខ្ញុំត្រូវចាប់បៃហុងឲ្យបានចាំងជីអញប្រាប់បន្ទប់ឃ្លាំមើលឲ្យប្រុងប្រយ័ត្នបើឃើញបៃហុងដារីការភ្លាមបន្ទប់ឃ្លាំមើលទទួលបានសុំឆ្លើយលោកមីងខ្ញុំសូមប្រកាសល្បែងរបស់យើងចាប់ផ្ដើមជាផ្លូវការពីពេលនេះទៅខ្ញុំនឹងចាប់ឯងឲ្យបានអញ្ចឹងសូមជូនពរអ្នកទាំងអស់គ្នាសំណាងល្អបៃហុងនេះក្រអឺតពេកហើយអញទាំងប៉ុន្មានមកជាមួយខ្ញុំទៅបន្ទប់ឃ្លាំមើលកុំឲ្យគេបោក
Bài hong cầm pung tại chết nà thưa ao dường khăn rung khan đo cá sầm rạch chết rồi bỏ dường. Anh chấn trang chi su mền. Nè tiếng Peter bần tục Clomer, Liverpool. Với chưa bần đất này nơi chuan tì bảy. Anh nom khni từ Clomer trần đài bất phi tiếng o nơi chuan tì bảy. Công oi quát chô chết chuan tì bảy. Procol ai hong mọc oi khnyom. Ha anh tha bài hong ai bầm tu studio bản tế. Tôi đại bài hong ni dây tu quát khlang. Còn tài liên giang có mình on đài. Ru quát lọp cho room cam vị thi Super Brain. Hai lọp chine lệch mùi phong. Mình trâm tài miên cùng nịch rõ ha. Còn tài có miên ca trong trăm phụ cải. Bài hong ai à nà. Chết tài dột chương chúc một chùm nụ đại khnyom. Trong đại khnyom dạng ní ở kia chạp tờ. Ai nẹ vô ở chbah tờ. Nẹ complete. Và cái chắp bài hong bàn. Chop caประกวด hơi. Nẹ nơi trong ba nẹ mơ tiệt tế. Kê đài. Bài hong cùng oi miên rương ấy nà. Và ọt tê ở các nhôm thưa chìa. Nẹ thông lơ internet không srok nâng bạc. Nẹ tới chăm chừng đào dồn. Nẹ tới chăm chừng đào. Kê lươn mà lấy mình nực sman. Chụp. Bài một. Đó một tranh ở nhóm mơ một nẹ ở chbah. Kém chắp đàm hai chắp quạt. Ai buộc nẹ thưa vậy? Kém chắp đàm hai. Kém chắp đàm hai. Miên rừng ấy. Kém chắp đàm hai. Kém chắp đàm hai mấy con một nực nhóm. Bài hong ấy lên nhóm tiệt hài. Mình men ấy tê dạng ní có bàn đá. Túc oi bài hong rốt tới trong pu mục. Bà nhóm tờ riêng nơi bọt tế nẹ có khăn slap đài. Ọt trời tê, tăng pi mùi plate môn nẹ khơi tế. Xô nợ bắt tờ hài. Xô nợ tờ nà hái. Ở trong cõi có rùi khuôn.ក្រុមការងាររឿងនេះរកមនុស្សមកពីណាម្នាក់រឹតតែពិបាកដោះស្រាយបាយហុងខ្ញុំចាំអ្នកយូរហើយពិតជាសត្វឆ្លូសឆ្លាតមែនពិតជាពូកែមែនបាយហុងខ្ញុំត្រូវតែទទួលស្គាល់អ្នកគឺជាភ្ញៀវពូកែបំផុតតាំងពីកម្មវិធីចាក់ផ្សាយមកតែអ្នកមិនអាចគេចផុតពីដៃខ្ញុំបានទេតាំងពីពេលខ្ញុំចេញពីស្ទូឌីយ៉ូកាន់នីជាន់ដែលខ្ញុំនៅហើយឲ្យគេបិទជណ្ដើរយន្តទាំងអស់និងច្រកចូលជណ្ដើរទុកកន្លែងនេះសម្រាប់ចាប់ខ្ញុំល្អណាស់បាយហុងអ្នកជាមនុស្សតិចតួចណាស់ដែលធ្វើឲ្យខ្ញុំកោតសរសើរប្រហែលក្រោយកម្មវិធីនេះយើងអាចក្លាយជាមិត្តនឹងគ្នាប៉ុន្តែច្បាប់គឺច្បាប់ល្បែងរបស់អ្នកចាប់ហើយបាយហុងឯងល្ងីល្ងើណាស់ចប់ហើយអញ្ចឹងខ្ញុំមិនចង់ទេខ្ញុំចង់បានអ្នកទស្សនានិងអ្នកតាមដានរបស់ខ្ញុំចង់បានហាងខូចខាតរបស់ខ្ញុំឲ្យមានសំណាងអ្នកអាចនិយាយជាមួយក្រុមកម្មវិធីបានទេឲ្យបាយហុងមានអាវរស់ឡើងវិញអ្វីមួយអាវរស់ឡើងវិញអញគិតថានេះជាការលេងហ្គេមហើយឬមិននិយាយថាឲ្យបាយហុងកំភ្លើងរកកាច់ទៅឲ្យគាត់បំផ្ទុះកម្មវិធីទាំងមូលអូអត់ទេចុះគ្រាប់បែកត្រូវឲ្យគាត់មិនបានដាក់គ្រាប់បែកទេឥឡូវនិយាយថាល្បែងចប់ហើយលឿនពេកទេឯងមានន័យយ៉ាងម៉េចខ្ញុំបាននិយាយថាមុនម៉ោង3ខ្ញុំនឹងបំផ្ទុះយ៉ាន់បូទីងឯងមិនឃើញទេថាខ្ញុំខ្វះអ្វីមេក្រុមបាយហុងយកគ្រាប់បែកដាក់នៅក្រោមតួអ្នកសម្របសម្រួល
មនុស្សទាំងអស់ក្នុងស្ទូឌីយ៉ូងើយមើលយើងបរាជ័យហើយអូអ្នកមើលភ្លើងឆេះហើយហេតុអ្វីបានជាឆេះទៀតប្រយ័ត្នផងអ្នកទាំងអស់គ្នាមិនទៅមើលថាមានរឿងអ្វីទេឧបករណ៍ពន្លត់អគ្គិភ័យនៃណាមិនអីទេគ្រាប់បែកបានផ្ទុះហើយតាមច្បាប់នៃការហាត់សមឥឡូវមនុស្សទាំងអស់ក្នុងស្ទូឌីយ៉ូរួមទាំងយើងសុទ្ធតែស្លាប់ដោយភ្លើងនេះយើងស្លាប់អញ្ចឹងហើយមិនក៏កើតឡើងយ៉ាងនេះប៉ុន្តែបៃហ៊ូធ្វើដូចម្តេចអាចដាក់គ្រាប់បែកដោយគ្មាននរណានៅទីនោះគឺគាត់បៃហុងដរាបណាខ្ញុំនៅចាប់អ្នកបានខ្ញុំមិនទាន់ចាញ់ទេអូមិនក៏ឯងមកហាថ្នាំបាញ់ការពាររបស់ស៊ីវទៀនប្រើបានល្អណាស់ហាបៃហុងនឹងមិនទុកអ្នកទេបៃហុងឯងឈប់សិនខ្ញុំមិនអត់ទោសឲ្យឯងទេឈប់កុំរត់ណែបើកទ្វារអូបៃហុងមែនបៃហុងរះខ្ញុំឃើញសុំហត្ថលេខាខ្ញុំក៏ចង់បានដែរខ្ញុំក៏ចង់គុំនិយាយរឿងឥតប្រយោជន៍បើកឡានទៅក្រុមដេញតាមធ្វើអីគេមនុស្សច្រើនម្លេះក៏ចាប់បៃហុងម្នាក់មិនបានហើយទុកឲ្យក្បត់នោះមកបំផ្លាញទីការងារទៀតអាយ៉ាក្រុមកម្មនឹងខ្លាចជារឿងកំ pl ែងក្នុងឧស្សាហកម្មទាំងមូលបងឈីវមើលតាមអ៊ីនធឺណិតកម្មវិធីយើងមិនត្រឹមតែមិនធ្លាក់ទេថែមទៀតកាន់ទៀតកម្រិតក្តៅកើនដល់3ដងហើយអីគេក្តៅមែនរំភើបណាស់យូរហើយដែលមិនទាន់ឃើញកម្មវិធីរំភើបបែបនេះសូមឲ្យកម្មវិធីយើងនៅយូរអង្វែងបៃហុងស្អាតមែនកាន់តែទន្ទឹងចាំបៃហុងនឹងមេក្រុមនឹងបង្ករឿងទៀតបងឈីវមិននឹកស្មានថាបៃហុងធ្វើរឿងនឹងឥទ្ធិពលវិញល្អគួរឲ្យភ្ញាក់ផ្អើលបើនៅតែបន្តបែបនេះអត្រាអ្នកមើលកម្មវិធីយើងប្រហែលជាអាចឈានដល់លេខ1ក្នុងប្រទេសអូជូនដំណឹងដល់ក្រុមដេញតាមបន្តដេញបៃហុងបាទលោកជាវឥឡូវមានរឿងបន្ទាន់ត្រូវការឲ្យក្រុមកម្មវិធីសហការសូមអបអរសាទរម្ចាស់ដែលបានលេងសាច់ក្រុមដេញតាមទទួលបានរង្វាន់គ្រឿងដាថេនិងអន្ទាក់បុរាណអំណាចអន្ទាក់មានជំនាញនេះហើយទោះបីក្រុមដេញតាមមានចំនួនច្រើនជាងនេះទ្វេដងក៏ដោយខ្ញុំក៏អាចដកខ្លួនដោយសុវត្ថិភាពញ៉ាឲ្យតែរៀបរយទាំងអស់គ្នានឹងឲ្យតែរៀបរយកុំនិយាយរឿងឥតប្រយោជន៍សហការឲ្យល្អបៃហុងមើលស្រីច្រើនក្នុងឡានរែងចង់យកគេទៅឲ្យគេដឹងពីសមត្ថភាពឯងយកមួយមកយកខ្ញុំហានេះជារឿងអីបៃហុងក្រុមកម្មវិធីរកឯងញ៉ាហាឡូលោកជាវម៉េចអ្នកព្រមតាមលក្ខខណ្ឌខ្ញុំហើយបៃហុងខ្ញុំជាអភិបាលក្រុងហៃឆឹងឥឡូវមានរឿងថ្មីនៅលើឡានក្រុងដែលអ្នកជិះមានឧក្រិដ្ឋជនពិតម្នាក់ត្រូវការឲ្យអ្នកសហការចាប់គាត់បើអ្នកព្រមជ្រើសរើសប្រធានបទណាមួយហេអ្នកមកតាំងពីដើមបែបនេះមិនអីទេហេតុអីត្រូវធ្វើឲ្យរឿងអាក្រក់ម្លេះមែនទេបៃហ៊ូស្ដាប់នេះអ្នកនោះជាអ្នកជួញដូរមនុស្សឆ្លាតណាស់ហើយកាចសាហាវ
យើងរកឃើញថាគាត់ប្រហែលយកគ្រាប់បែកមុននឹងកំណត់អត្តសញ្ញាណកុំឲ្យគាត់ដឹងខ្លួនលោកជាវនោះមិនមែនរឿងលុយ1 លានទេអាហារអ្នកមិនគិតមើលទេខ្ញុំនាំអ្នកទស្សនាប៉ុន្មានទៅកម្មវិធីអ្នកបើគេបំផ្ទុះគ្រាប់បែកផលវិបាកនឹងធ្ងន់ធ្ងរជប់ខ្ញុំចង់ចោះជប់ខ្ញុំចង់ចោះបាយហុងនេះធម្មតាក្លាហានណាស់មែនទេមិនពេលសំខាន់ធ្វើខុសអ្នកល្ងងណាស់ក្រុមកម្មវិធីគឺគ្រាន់តែអធិពលកម្មវិធីឥឡូវឡានមានអ ுக ្រិតជនពិតគ្រាប់បែកពិតអ្នកណាមិនខ្លាចបាយហុងនេះពេលសំខាន់ធ្វើខុសខ្ញុំមើលគាត់ខុសហើយកម្មវិធីនឹងការពិតគឺពីររឿងបាយហុងក៏ជាមនុស្សធម្មតាមិនបានវឹកហាត់ពិសេសខ្លាចគឺជារឿងធម្មតាទេលោកអភិបាលខ្ញុំទូរស័ព្ទទៅលីងអឺរហើយគាត់ថាសុខចិត្តជួយឥឡូវកំពុងធ្វើដំណើរទៅល្អណាស់បាយហ៊ូមើលគេកំពុងធ្វើអីដោយសារលោកជាវមិនព្រមតាមសំណើខ្ញុំហើយចាត់ក្រុមតាមចាប់ខ្ញុំទៀតដូច្នេះខ្ញុំត្រូវចាប់ចំណាប់ខ្មាំងម្នាក់ទៀតលេងជាមួយគាត់រហូតដល់ចប់យកអញហើយខ្ញុំមិនទៅជ្រើសរើសអ្នកផ្សេងទៅអីក៏រាក់ទាក់ទៅបោះចោលចេញទៅរបស់គាត់កាន់ហាក់ដូចជាពិតមិនមែនទេបងអ្នកជាភ្ញៀវសម្ដែងដែលក្រុមកម្មវិធីអញ្ជើញមកមែនទេគ្រាន់តែជាកម្មវិធីមិនក៏ធ្វើឲ្យធំដុំលេះបងលេងសម្ដែងទេធ្វើអីមិនក៏យកចិត្តទុកដាក់ម្លេះមើលគេភ័យអស់ហើយឈប់និយាយទាំងអស់គ្នាទៅឈឺចេញទៅបងមិនអីទេឯងយក script ហោះមកគឺឯងនិយាយអស់សម្ដីខ្ញុំហើយគឺចេញឯងចង់ប្រកួតជាមួយខ្ញុំមែនម្សិលមិញលីគូឯងឃើញទេគាត់រៀងធំបែបនេះនៅឈ្នះខ្ញុំមិនបានឯងមកធ្វើអីបងប្រុសខ្ញុំមើលទៅឯងឈប់ទៅល្អជាងរៀងតូចមិនឯងពេលអ្នកបុកគ្នានៅឈ្នះបៃហុងមិនបានលីនជុនជីកុំបន្ថែមរឿងឲ្យខ្លួនឯងគ្រប់គ្រាន់ហើយកុំធ្វើរឿងអីទៀតខ្ញុំឲ្យឯងស្លាប់កុំរើទាំងអស់គ្នាឲ្យខ្ញុំបំផ្ទុះសម្លាប់ឯងកុំមកចិត្តទាំងអស់គ្នាកុំមកចិត្តណាខ្ញុំបំផ្ទុះសម្លាប់ឯងអស់មិនមែនលេងសម្ដែងទេហេតុអីមានគ្រាប់បែកត្រូវហើយសំណាងហើយឯងមិនចូលចិត្តហាត់សមទេថ្ងៃនេះខ្ញុំនឹងឲ្យឯងភ្លុកមើលអីគេហៅថាប្រយុទ្ធពិតឯងកុំរើណាបំផ្ទុះសម្លាប់ឯងបងប្រុសឯងមិនអីទេកាន់គ្រាប់បែកខ្លាញ់នោះបន្លាចអ្នកណាហានហុងឈួតហើយឬដឹងថាគ្រាប់បែកពិតនៅតែទៅបង្កហេតុជាមួយអក្រិតជនមិនបានទេបៃហុងគាត់ចង់ធ្វើអីមិនបានទេខ្ញុំនៅតែត្រូវទូរស័ព្ទទៅគាត់ទេបៃហុងហ៊ានធ្វើបែបនេះប្រកាសជាមានហេតុផលមើលសិនចាំនិយាយឯងកុំមកខ្ញុំបំផ្ទុះសម្លាប់ឯងមែនទៅណាបាត់ឯងរករបស់នេះមែនទេឯងយកនៅពេលណាខ្ញុំត្រូវសម្លាប់ឯងយ៉ាងម៉េចមិនមែនឧបករណ៍បំផ្ទុះទេយកទៅអីចឹងក៏បានហាល្អហានហុងពូកែណាស់អូអ្នកក្លាហានពូកែណាស់បៃហុងធ្វើរឿងនេះអស់លោកប្រុសណាស់ខ្ញុំនឹងឲ្យគាត់មិនបង់លុយអស់មួយជីវិតអរគុណបងបៃហុងបើគ្មានអ្នកទេពួកយើងក្នុងឡាននេះគ្រោះថ្នាក់មិនអីទេជាការគួរធ្វើរឿងតូចតាចបាត់ទៅហេបៃហុងទោះបីអ្នកជួយសង្គ្រោះមនុស្សទាំងឡានតែច្បាប់គឺច្បាប់ដូច្នេះឥឡូវអ្នកត្រូវចាប់ខ្លួនហេ
ចាំមិត្តរួមក្រុមរបស់លោកស្រាប់តែនឹកឃើញថាគ្រាប់បែកនៅលើឡានដដែលអីអ្នកឡើងឡានរកគ្រាប់បែកបាយហុងទុកឲ្យខ្ញុំអេលោកមេមើលគាត់មែនអត់អរគុណលោកមេសម្រាប់ការគាំទ្រថវិកាលីហើយលោកមេនៅលើឡានគ្មានគ្រាប់យើងត្រូវគេបោកហើយមនុស្សនេះបងធំអាបងទី3ការសហការជាមួយខាងលោកចៅខ្លាចមិនអាចបន្តទៀតបានទេបាយហុងអាក្រក់អ្នកយកមនុស្សប៉ុន្មានចាប់គាត់នឹងស្ត្រីទាំងពីរអ្នកនោះមកខ្ញុំនឹងទៅសងសឹកគេត្រូវខ្ញុំដឹងថាអ្នកគិតពីការដែលបាយហុងជួយសង្គ្រោះមនុស្សពេញចង់ឲ្យគាត់មានឱកាសម្ដងទៀតតែគាត់វាល្បិចកលណាស់បើខកខានឱកាសនេះវានឹងពិបាកកុំបារម្ភគាត់រត់មិនរួចទេលើកនេះខ្ញុំមិនត្រឹមតែចាប់បាយហុងខ្ញុំនឹងឲ្យគាត់ចាញ់ដោយស្ម័គ្រចិត្តទៅសន្តាគារហៃឡានអូហាហាធ្វើអីគេហុងការក្លាហានរបស់អ្នកជួយមនុស្សលើឡានក្រុងយើងទាំងអស់គ្នាដឹងហើយហារឿងតូចតាចទេខ្ញុំសម្រេចចិត្តហើយចាប់ពីថ្ងៃនេះទៅអ្នកគឺជាវីរៈបុរសតែមួយគត់ក្នុងចិត្តខ្ញុំអេអ្នកទាំងពីរចប់ហើយឬនៅនេះជាអ្វីអូខ្ញុំឆ្ងល់ថាហេតុអីបានជាគេឲ្យខ្ញុំរត់ចេញមកស្រួលមិនអូគឺគេដាក់គ្រឿងតាមដានមកលើខ្ញុំនឹងហើយអ្នកថានេះជាគ្រឿងតាមដានអញ្ចឹងទីតាំងយើងត្រូវគេដឹងហើយមែនទេចាំអីទៀតទៅឆាប់ខ្ញុំទើបតែមានអ្នកមើលបន្តិចប៉ុណ្ណោះមិនអាចឲ្យគេចាប់បានលឿនមិននេះទេចាំរត់ហើយប៉ុន្តែមុននឹងរត់ខ្ញុំនឹងឲ្យលឹងយ៉ាងនៅអំណោយធំមួយទៅឆ្ងាយមានរបស់នេះហើយប្រកាសជាធ្វើឲ្យគេពិបាកទៅអោះមិនគេមកលឿនមិនហ្នឹងមានរឿងអីក្រុមតាមចាប់មិនទាន់មកទេតើគេជាអ្នកណាប្រហែលជាក្រុមផលិតកម្មចង់ដោះស្រាយជាមួយបៃហុងរៀបចំអ្នកដេញតាមមួយក្រុមទៀតលោកចៅយូនឹងក្រុមនេះក៏ជាអ្នករៀបចំផងដែរឬនាងស្រីក្រៅពីក្រុមតាមចាប់ក្រុមផលិតកម្មមិនបានរៀបចំអ្នកដេញតាមផ្សេងទៀតទេពួកគេជាឧក្រិដ្ឋជនពិតប្រាកដនេះអូយឧក្រិដ្ឋជនមកចាប់ហុងអ្នកនេះចេះលាក់ខ្លួនណាស់បើយើងមិនមើលផ្សាយផ្ទាល់ពីដើមដល់ចប់ទេបងឆៃមិនចេះចាប់ឯងទេពិតមែនអ្នកកំពុងបោកប្រាស់មែនទេក្នុងនាមជាបុគ្គលិកដែលក្រុមផលិតកម្មជួលមិនអ្នកមើលផ្សាយផ្ទាល់បាននេះជាការបោកប្រាស់ត្រូវហើយខ្ញុំប្រកាសថាវគ្គនេះមិនរាប់អ្នកត្រូវតែដោះលែងពួកយើងគឺខ្ញុំនេះអ្នកមិនមែនជាមនុស្សក្នុងក្រុមផលិតកម្មទេអ្នកមិនមែនជាមនុស្សក្នុងក្រុមផលិតកម្មទេខ្ញុំគួរតែគិតដល់ហើយកម្មវិធីយើងផ្សាយផ្ទាល់ពីដើមដល់ចប់រឿងដែលបៃហុងជួយយើងចាប់ឧក្រិដ្ឋជនអ្នកនៅពីក្រោយប្រកាសជាដឹងហើយបងឈីវពួកនេះជាឧក្រិដ្ឋជនពិតប្រាកដបៃហុងនិងនាងស្រីលីមិនអាចដោះស្រាយបានទេមែនហើយបើពួកគេមានក្រុមផលិតកម្មយើងមិនអាចទទួលខុសត្រូវបានទេលោកអភិបាលធ្វើម៉េចទៅនឹងលោកនាយកឈីវខ្ញុំស្នើឲ្យកាត់ផ្តាច់ការផ្សាយផ្ទាល់ខាងក្រៅទាំងអស់ទុកតែការឃ្លាំមើលខាងក្នុងពួកភ្នាក់ងារក្រុមឧក្រិដ្ឋជនជួយសង្គ្រោះចំណាប់ខ្មាំងខ្ញុំមិនមែនជាពួកក្រុមកម្មវិធីអីទេតែអ្នកដឹងយឺតពេលហើយជប់សិនអ្នកណាហ៊ានប៉ះខ្ញុំ
ឥឡូវខ្ញុំនឹងដោះស្រាយអ្នកបងមានការយល់ច្រឡំទេបើបងចង់បានលុយខ្ញុំមានតារាស្រីម្នាក់ថ្លៃណាស់បាយហូឯងនិយាយអីវ៉ាបើមិនគ្រប់ខ្ញុំមានអ្នករៀបចំបណ្ដាញស្រីទៀតឲ្យបងទាំងពីរបាយហុងឯងហ៊ានឲ្យខ្ញុំទៅឧក្រិដ្ឋជនខ្ញុំមើងងាយឯងមានមុខនិយាយទៀតបើមិនមែនព្រោះឯងទាំងពីរខ្ញុំមិនត្រូវគេតាមដានទេបងឲ្យខ្ញុំទៅខ្ញុំឲ្យបងមនុស្សទាំងពីរនេះបាយហុងចេញទៅកុំលេងមានមនុស្សឈប់ឆ្លោះគ្នាបើនៅឆ្លោះទៀតខ្ញុំមិនទុកមុខទេឆាប់ទៅអីវ៉ាលេងខ្ញុំហើយដេញតាមឆាប់ណាចាប់ផ្ដើមថ្មីសំណាងដែលឯងធ្វើអន្ទាក់មិនអញ្ចឹងទេយើងត្រូវគេចាប់នៅហើយនៅភាពពួកនោះសាហាវណាស់មិនងាយបោះបង់ទេបាយហុងឈប់រត់ឲ្យខ្ញុំទៅវិញទៅណាមិនរត់ទេស្លាប់ហើយដេញបាយហូឈប់ខ្ញុំមិនទៅរួចទេឯងជាបងប្រុសអ្នកក៏ជាពួកអ្នកតាមចាប់របស់កម្មវិធីមែនទេខ្ញុំមិនជឿថាបាយហុងឆ្លាតអញ្ចឹងលើកនេះយើងរួមគ្នាចាប់គាត់បានលីងយ៉ាងឥឡូវអ្នកដែលឈរក្បែរអ្នកគឺជាឧក្រិដ្ឋជនពិតប្រាកដអីពុកចង្ការពួកគេជាឧក្រិដ្ឋជនពិតប្រាកដបងពួកគេជាអ្នកកម្មវិធីប្រហែលជាកម្មវិធីកំពុងមើលយើងតាមម៉ូនីទ័រដកថយមេក្រុមគ្រាន់តែធ្វើឲ្យកម្មវិធីមើលទៅល្អទេហេតុអីក៏មានឧក្រិដ្ឋជនពិតមកដល់ហ្នឹងខ្ញុំក៏មិនដឹងច្បាស់ពីស្ថានភាពដែរខ្ញុំមើលទៅឃើញគេមានអរិយាប័ត្របែបហ្នឹងគិតថាគេទាំងអស់មករកបាយហុងបន្ទាប់មកទៀតអត់ទេខ្ញុំអស់កម្លាំងដើរមិនរួចគេជាមនុស្សប្រភេទអីហ្នឹងប្រហែលជាដៃគូឧក្រិដ្ឋជនលើឡានក្រុងលើកនេះយើងបានជួបឧក្រិដ្ឋជនពិតមួយក្រុមអញ្ចឹងយើងត្រូវធ្វើម៉េចឬក៏ហៅប៉ូលីសទៅហេបាយហុងខ្ញុំជាអភិបាលក្រុងហៃឈឿងខ្ញុំជឿថាអ្នកក៏បានដឹងហើយអ្នកកំពុងត្រូវក្រុមឧក្រិដ្ឋជនដ៏គួរឲ្យខ្លាចមើលលើក្រុមឧក្រិដ្ឋជនអីកុំបារម្ភខ្ញុំបានបញ្ជូនមនុស្សទៅកន្លែងអ្នកហើយមុនពេលមនុស្សរបស់ខ្ញុំមកដល់អ្នកត្រូវប្រុងប្រយ័ត្នខ្លួនឲ្យបានខ្លាំងឲ្យខ្ញុំទៅឲ្យខ្ញុំចូលទៅឲ្យគាត់ទៅហេណានហ៊ូចាំបន្តិចណានហ៊ូបាយហ៊ូចាំបន្តិចបាយហ៊ូហេឯងជាបាយហុងមែនទេឯងជាអ្នកណាគ្នាឯងធ្វើឲ្យខ្ញុំបាត់បង់បងប្អូនម្នាក់មកសួរខ្ញុំថាជាអ្នកណាទៀតខ្ញុំប្រាប់ឯងអ្នកដែលចាប់បងប្អូនឯងគឺខ្ញុំមិនតាក់ទងនឹងក្មេងស្រីទាំងពីរទេឯងឲ្យគេទៅបើមានរឿងអីមករកខ្ញុំផ្ទាល់បានបាយហុងខ្ញុំដឹងថាក្រុមផលិតកម្មកំពុងតាមដានឯងខ្ញុំចង់ឲ្យឯងទៅប្រាប់ក្រុមផលិតកម្មលុបចោលការតាមដានទាំងអស់លើឯងបន្ទាប់មកទៅជួបខ្ញុំនៅកន្លែងមួយចាំទុកឲ្យបានកុំធ្វើបែបវិកវេអីឲ្យសោះហេលោកអ្នកបើកឡានទៅសាលថតកម្មវិធីបាយហុងតាមការសារភាពរបស់ជនសង្ស័យឡាវសានភាគីម្ខាងទៀតគឺជាក្រុមចោរជួញដូរមនុស្សដ៏សាហាវពេលចំណាប់ខ្មាំងទៅដល់ដៃគេលើសពី24ម៉ោងគេនឹងត្រូវលួច
ពេលនោះចង់រកគេវិញពិបាកណាស់រឿងនេះកើតពីក្រុមផលិតកម្មយើងខ្ញុំគួរតែទទួលខុសត្រូវធំអញ្ចឹងទៅពេលនេះមិនមែនជាពេលរកអ្នកទទួលខុសត្រូវទេឥឡូវសំខាន់បំផុតគឺត្រូវជួយសង្គ្រោះលើឈីងស្វាននិងស៊ុនសៀវចេញមកបៃហុងខ្ញុំចង់ស្ដាប់គំនិតអ្នកគំនិតខ្ញុំគឺយល់ព្រមតាមសំណើរបស់គេឈប់ថតកម្មវិធីភ្លាមម៉េចបៃហុងឯងចង់យល់ព្រមតាមសំណើអ្នកអក្រិតជនអីឯងដឹងទេថាឯងកំពុងនិយាយអីលោកជីវសូមឲ្យបៃហុងនិយាយឲ្យចប់សិនគាត់ធ្វើបែបនេះប្រកាសជាមានគំនិតនិងហេតុផលរបស់គាត់ពេលនេះជាមធ្យោបាយតែមួយគត់ដើម្បីដឹងទីតាំងលើឈីងនិងស៊ុនសៀវធៀនពេលដឹងទីតាំងហើយខ្ញុំនឹងរកវិធីចូលទៅក្នុងធានាសុវត្ថិភាពចំណាប់ខ្មាំងពេលនោះយើងនឹងសហការពីក្នុងនិងក្រៅវាកំតិចរន្ទះក្រិតជននេះបៃហុងខ្ញុំទទួលស្គាល់ថាឯងនិយាយត្រឹមត្រូវតែឯងទៅម្នាក់ឯងវាគ្រោះថ្នាក់ណាស់មែនហើយពួកគេជាឧក្រិដ្ឋជនពិតប្រាកដសាហាវខូខើឯងទៅម្នាក់ឯងគ្រោះថ្នាក់ណាស់អត់ពេលទៀតទេបើឧក្រិដ្ឋជនអត់មានចិត្តអត់ធ្មត់គ្រោះថ្នាក់នឹងកើតឡើងចំពោះពួកគេម្យ៉ាងទៀតខ្ញុំម្នាក់ឯងមានគោលដៅតូចមិនតាក់ទាញចំណាប់អារម្មណ៍អ្នកឧក្រិដ្ឋជនទេបៃហុងយើងយល់ពីអារម្មណ៍ឯងតែភាគីម្ខាងទៀតសាហាវណាស់ម្នាក់ឯងពិតជាអាចធ្វើបានសូមលោកជឿជាក់ខ្ញុំហ៊ានទៅម្នាក់ឯងខ្ញុំច្បាស់ជាមានវិធីសាស្ត្រឆ្លើយតបអញ្ចឹងពេលឯងដឹងទីតាំងគេរកវិធីប្រាប់ខ្ញុំនឹងចាត់មនុស្សមកជួយឯងភ្លាមបរទេហូសូមឲ្យពួកយើងធ្វើជាជំនួយការឯងពួកយើងមិនមែនជាមន្ត្រីផ្លូវការនេះតាក់ទាញចំណាប់អារម្មណ៍ប៉ូលីសបើមានស្ថានភាពគ្រោះថ្នាក់ក៏អាចជូនដំណឹងដល់ប្រធានាធិបតីភ្លាមដែរល្អបងបៃហុងនោះស្ដាប់បង្គាប់ល្អក្រុមផលិតកម្មចេញសេចក្តីថ្លែងឈប់ថតមែនហឹមតារាប់ណាស្រីពីរនាក់នេះនៅក្នុងដៃខ្ញុំទុកឲ្យគាត់បង្ហាញទៅក៏មិនអាចធ្វើអីបានដែរតើអ្នកទាំងអស់គ្នាចង់ធ្វើអីបើកឲ្យយើងទៅឆាប់ធ្វើអីច្បាស់ជាលក់ឯងទៅអ្នកទិញបន្តយកគ្រឿងក្នុងខ្លួនឯងមកបដូរជាលុយហាថៅកែស្រីពីរនាក់នេះមុខក៏ស្អាតរាងកាយក៏ល្អយកមកវះកាត់យកគ្រឿងគួរឲ្យអាណិតប្រសើរជាងលក់ទៅបរទេសប្រកាសជាលក់បានថ្លៃល្អកុំមកធ្វើអាក្រក់បើមិនអញ្ចឹងទេចាំបៃហុងមកគាត់មិនទុកឲ្យអ្នកទេបៃហុងជាអីទៅប្រសិនបើគាត់មិនមកក៏ល្អបើមកខ្ញុំនឹងរੂដល់ស្មារតីគាត់ទាំងអស់ហាអេវាសំឡេងច្បាស់មែនអ្នកចង់ធ្វើអីខ្ចីឲ្យអ្នកមួយផ្លេតពិតជាស្អាតហើយតឹងណាស់មិនដឹងលោកនោះនឹងកូនស្រីតូចនៃចាប់ដាក់នៃណាផែនទីក្រោមដីរបស់រោងចក្រដាហុងបានផ្ញើទៅទូរស័ព្ទអ្នកហើយបានទទួលទេបៃហុងនេះមានជំនាញមែនតែបច្ចេកទេសបំផ្លាញខ្លួននេះមិនថាតែឧក្រិដ្ឋជនទេសូម្បីតែយើងក៏មិនស្គាល់ដែរប៉ុន្តែក្នុងរោងចក្រមានឧក្រិដ្ឋជនច្រើនណាស់បៃហុងតែម្នាក់ឯងអាចធ្វើបានទេឬយើងទៅជួយគាត់ទៅរោងចក្រមានការយាមកាមយ៉ាងតឹងហើយមានកាមេរ៉ាគ្រប់ទីកន្លែងបើយើងប្រញាប់ប្រញាល់ធ្វើសកម្មភាពនឹងធ្វើឲ្យស្ត្រូវដឹងពេលនោះចំណាប់ខ្មាំងនឹងកាន់តែគ្រោះថ្នាក់ឥឡូវនេះយើងអាចទុកចិត្តបានតែបៃហុងប៉ុណ្ណោះសង្ឃឹមថាគាត់នឹងរកឃើញទីតាំងចំណាប់ខ្មាំងបានឆាប់មើលបៃហូកំពុងធ្វើអីរកឃើញហើយពួកគេនៅទីនោះល្អណាស់ដែលប្រព័ន្ធបានពង្រីកសមត្ថភាពខួរក្បាលខ្ញុំ10ធ្វើឲ្យវិចារណញ្ញាណរបស់ខ្ញុំខ្ពស់ជាងធម្មតា700បើមិនអញ្ចឹងទេខ្ញុំក៏រកមិនឃើញដែរធ្វើអីគេធ្វើអីឯ
anhភ្នែកខ្វាក់ឬនោះមានសម្រាមអស់ហើយទៅបោះសម្អាតឲ្យឆាប់អូបងធំយូរណាស់ហើយអ្នកនោះក្រោយឆ្នាំ81មិនទាន់មកទេមិនមានរឿងអីលាក់លៀមទេហាហាហាមើលទៅប៉ៃហុងមិនខ្វល់ពីជីវិតស្លាប់រស់របស់ឯងទាំងពីរអ្នកទេអូមនុស្សស្រីនេះចរិតរឹងមែនហា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 មើលរាងកាយឯងទាំងពីរអ្នកស្អាតណាស់ថាអញ្ចឹងឯងទាំងពីរឲ្យខ្ញុំសប្បាយបន្តិចបើខ្ញុំពេញចិត្តខ្ញុំនឹងទុកឲ្យឯងមួយជីបមិនដែរឆ្កេញញីឲ្យកូនធំហ៊ានខំខ្ញុំកូនធំចង់ឲ្យខ្ញុំធ្វើអីឯងទាំងពីរកុំញញ៉ៃលោកអភិបាលបៃហុងកំពុងមកដល់ហើយបើឯងហ៊ានធ្វើបាបយើងពេលគាត់មកដល់គាត់មិនទុកឲ្យឯងទេអាយ៉ាអញហ៊ានគំរាមខ្ញុំនឹងសម្លាប់ឯងមុនទៅចោលគាត់កុំប៉ះខ្ញុំឯងទៅចោលគាត់កុំប៉ះខ្ញុំហាហាខ្ញុំនឹងដោះលែងគាត់យ៉ាងម៉េចហើយខ្ញុំដឹងហើយប្រញាប់នាំមនុស្សទៅរកនៅរោងចក្រកុំឲ្យវារត់មានរឿងអីបងធំបងប្អូនគេថាអ្នកទទួលខុសត្រូវសម្អាតអាឡាវយ៉ាងត្រូវគេដោះខោឲ្យគ្រប់ខ្លួនហើយគប់ចោលមាត់ទ្វារអិនធនូបៃហុងកុំខ្លាចបៃហុងនឹងមកជួយយើងអើអាបៃហុងអាក្រក់វាហ៊ានលេងល្បិចនៅមុខខ្ញុំបញ្ជីចុះប្រាប់បងប្អូនចាប់បៃហុងមកយកស្បែកវាបាទចៅហ្វាយបៃហុងថាថ្ងៃនេះត្រូវតែចាប់បៃហុងឲ្យបានមើលទៅគេឃើញខ្ញុំហើយត្រូវតែបង្កើនល្បឿនអាក្រក់ណាស់គេឃើញបៃហុងហើយយ៉ាងម៉េចឡលោកថ្នាក់លើសូមឲ្យអត់ទេបៃហុងថាបើត្រូវការជំនួយពីយើងគាត់នឹងផ្ដល់សញ្ញាឥឡូវទៅដោយប្រថុយអាចនឹងធ្វើឲ្យផែនការគាត់ខូចអញ្ចឹងទីស្នាក់ការយើងមិនអាចអត់ធ្វើអ្វីបានទេប្រាប់លោកអភិបាលប្រាប់គាត់ឲ្យប្រញាប់ពេលបៃហុងរកឃើញចំណាប់ខ្មាំងត្រូវជួយសង្គ្រោះភ្លាមហេខាងឯងមានរឿងអីបងប៉ាកងយកបងប្អូន3នាក់ទៅត្រូវបាយហ៊ុនសម្លាប់4នាក់នេះធ្វើអីគេ4នាក់ចាប់បាយហុងតែម្នាក់មិនបានឥឡូវដឹងហើយថាបាយហុងខ្លាំងយ៉ាងម៉េចឆាប់លេងយើងទៅបើហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំនឹងបិទមាត់អ្នកទាំងពីរហើមគួរឲ្យចាប់អារម្មណ៍បងប្អូនទាំង4ចេញមកបងប្អូនទាំង4ជាកម្លាំងសំខាន់របស់ខ្ញុំឥឡូវខ្ញុំចង់ឲ្យអ្នកយកបាយហុងមកជួបមានបញ្ហាអីទេបាទបងធានាក្នុង10នាទីនឹងនាំបាយហុងមកទៅឯងទៅខាងនោះឯងទៅខាងនោះឯងទៅខាងនោះពួកនេះមើលទៅមិនងាយទេបន្ទាប់មក4អ្នកនេះជាអ្នកក្រោមឈេនប៊ីវគឺនាងអន្ត្រីខ្លាខិនម្នាក់សុទ្ធតែជាអ្នកជំនាញអូនត្រូវប្រយ័ត្នខៃហុងឈប់ខៃហុងខ្ញុំដឹងថាអូននៅទីនេះចេញមកអញ្ចឹងទេបាយហុងគ្រោះថ្នាក់ហើយមិនលោកអភិបាលមិនទាន់មកពិតជាព្រួយបារម្ភណាស់
จับบานเฮยจับบานเฮยโกนอักเกราะลูกตาเนตีนี่ไอ้นิกอันเตรคลาขันมีนอุปกรณ์ปุ่งไรเราเคยหายอัปเตอาสำเลยสำหรับนิกดาเตอร์ขังลูฮัลโหลไม่อันเตอร์จีอย่างนี้ไปหุ่นล้วนประหยัดกดเนื้อปีกรอยบายฮ่าบายห้องปูไกแมนแต่มันเนี่ยอันเฟื่อเอาปูนี่เวอร์ปีดมโบงมวยอ่างตึกดอยเลิกใส่เพลิงนี่บ้านรีบจอมพันกาอยู่หายสำนักละอไอปีมนวีกรอนแต่จีการเล่นปนเนาะบ้านมันอันจังเตเฟื่อเอาเมนูนี้คลังยื่งหนึ่งเตอร์วินีอ๋อผลตายในขนมปริยากาดอลมบะแบบนี้ไอรีบจอมพันกาอย่างปรงประหยัดแบบนี้ไปห้องนี้เพื่อจีกรอนแต่จีบุกเลิกธรรมดาเมนเตสำนักละอมีนอำนาจปริศเตียปีประปอนบ้ามันอันจังเตดอสไรจีมวยปุนุก็เตอร์จำนายเปจรันได้มนุษย์หัดบานกามวยกรมบองไปห้องเขมงนิชลัดไปหายปะตุกเอาเกโรเคยกันไหลนี่กดหนึ่งมีนปัญหาคล้ายไอ้ขยมมีมนุษย์จิงดับเนี่ยขนมรงจักขยมมันเจือถ้าไปห้องไอดอสไรปูเกแต่งออกบานมนุษย์ดับเนี่ยติดมันคอไอเตกรมชันโมเนขนมกรมจุ่มนิ่งวิเศษเนี่ยคลางจริงเนี่ยแต่งออกเนแต่เตอไปห้องเลงเอาเวอร์เตอหายเนี่ยหนึ่งปะปูเอ็ดประโยชน์อย่างนี้เนื้อแต่กึศจ้องประโชมุกหนึ่งไปห้องโดยจีสบันเตไอ้จีสเรชมาก่อนลองนะหนึ่งเนี่ยแต่งปีน้อมกอดเตอร์บองโปรจิกเวงยกเอาไว้แวะปนมันหมกเวงเมื่อเส้นทากอดเฮียนอูดปีนาเลงขยมเตอร์เลงกอดสิบเทียนเลงกอดเตอร์เลงขยมเตอร์สิบเทียนพวกกระจุนนี้มันมีจุกวิสนาลอเตหือและแต่พอเราบอกขยมเนี่ยมันเคยเตปนใต้ขยมไอเอาเนี่ยเคยและแต่พอเราบอกไปห้องไอ้เลิกเนี่ยเตยยกมนุษย์แต่งออกหมกเลือกนี้เตยจับไปห้องอ่อยบานสเด็กกลมอ่อยมีนเรื่องไอบองจับไปห้องบานหายละออนะมนุษย์เนยนะขยมมันปรับเอาเนี่ยนอนไปห้องหมกเต้เชื่องระบอกกอดเตยยังบะเตยกาโลกเตยเมื่อได้ตัวไอบะเชื่องไปหงตีบพวกกระจุนขมิ้นเซลทัวนั่งตัวพอฟันตรงเนี่ยอาจเลือกกอดหลังหมกมันบัดขยมเตยเมื่อไอยกเสรนี้เตยจีมวยขยมจ้องเอากอดเคยตอบเนี่ยขยมเฟื่อตีรุนกำใบห้างอย่างไม่เตยเนี่ยจีเนี่ยนะขยมนี่ให้เดี๋ยวเนี่ยกำปงโรคไปห้องบองนี่ให้แม้นบองเฟื่อเอาขยมไปนะขยมหมกหยุดสิบเทียนเนยนะเหมือนนุ่งเนยนะสลับออเตอร์นะชุบใส่เตอปักปูระบอเนี่ยขยมดอใส่ออกหายเหมือนนุ่เตอร์นาอ๋อชุบใส่ขยมถ่าหายปักปูเนี่ยขยมดอใส่ออกมันไอเตขยมมีนมนุษย์จริงดอกเนี่ยมันไอตุบโตเนี่ยแต่มันเนี่ยเตแฮมมนุษย์เนื้อเฮ้ยรบขยมมือไปห้องจับกอดจับฉับโชว์อ่อยเติมจ่อหมอกจ่ออันจังจ่อหายบองจางห้องจุยเกฉับตีนิกตุกเอาเยิงเรื่องนังวีอันจังปักปุเนี่ยเยิงจับบานเอาหายไปห้องขยมมันจับจีมวยเนี่ยเตโออดมีนออกกะหาย
ទៅទៀតធ្វើអីមិនចប់ជាមួយអ្នកទេតាហួងអ្នកចូលតែម្នាក់ឯងថ្ងៃនេះហ៊ានបំបត្តិក្រុមឧក្រិដ្ឋជនទាំងមូលក្លាហានណាស់ខ្ញុំលីវឈុនខ្ញុំទទួលស្គាល់បៃហុងបងពូកែណាស់មិនដេកទេចុះសៀវធានគាត់ត្រូវចេញបៀវយកទៅប្រគល់ឲ្យឧក្រិដ្ឋជនម្នាក់ទៀតថាត្រូវថ្វាយគ្រឿងបន្លាស់អីលោកអភិបាលរកឃើញទីកន្លែងស៊ុនសៀវធានហើយឬបងប្អូនទាំងអស់គ្នាតាមសារភាពរបស់ចេនបៀវគាត់បានយកស៊ុនសៀវធានប្រគល់ឲ្យឧក្រិដ្ឋជនម្នាក់ទៀតឈ្មោះជីវឡៅតាត្រូវហើយជីវឡៅតាមានឈ្មោះហើយក្រៅថាហ្វានជាងជីវមនុស្សម្នាក់នេះគ្រោះថ្នាក់ខ្លាំងណាស់តាមការស៊ើបអង្កេតរបស់យើងអ្នកណាដែលធ្លាក់ទៅក្នុងដៃគាត់គ្មានអ្នកណាម្នាក់អាចរស់ត្រឡប់មកវិញទេចុះធ្វើម៉េចទៅអញ្ចឹងសៀវធាននឹងមានគ្រោះថ្នាក់ហើយបងឆេងទូយើងគិតរកវិធីផ្សេងទៀតវិញមនុស្សម្នាក់នេះឆ្លាតណាស់មានអត្តសញ្ញាណជាច្រើនជារបាំងយើងមិនទាន់រកឃើញកន្លែងលាក់ខ្លួនរបស់គាត់ទេផាន់ជាងជីវមិនមែនជាមនុស្សរបស់ចេនបៀវទេអញ្ចឹងទៅឲ្យចេនបៀវនាំផ្លូវចាប់មនុស្សនឹងមកឲ្យរួចរាល់តាមសម្ដីសារភាពរបស់ចេនបៀវនៅចន្លោះពួកគេមានឡាវសានគឺអ្នកដែលអ្នកចាប់បាននៅលើឡានក្រុងនោះឯងប៉ុន្តែគេមិនដែលជួបមុខគ្នាទេទំនាក់ទំនងតាមទូរស័ព្ទតែប៉ុណ្ណោះប្រើឧបករណ៍បដូរសំឡេងឲ្យឡាវសានសហការចាំទៅចាប់ផាន់ជាងជីវយើងក៏គិតដូចនេះដែរប៉ុន្តែឡាវសានទៅឆ្លុះគេក្នុងមន្ទីរឃុំឃាំងត្រូវគេវាយរបួសធ្ងន់សន្លប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អាក្រក់ណាស់តើយើងគ្មានអ្វីធ្វើបានទៀតទេទូរស័ព្ទចេនបៀវរ៉ូតអ្នកហៅចូលបង្ហាញថាជាផាន់ជាងជីវមិនក៏ផាន់ជាងជីវដឹងថាចេនបៀវត្រូវគេចាប់ហើយមិនអាចទេពេលចាប់ចេនបៀវខ្ញុំបានបិទដំណឹងភ្លាមគេមិនអាចដឹងរឿងនេះទេឆាប់លើកទូរស័ព្ទបើគេដឹងរឿងនឹងមានបញ្ហាយកមកហាឡូបងពីវទំនិញដែលបងចែកខ្ញុំបានទទួលហើយល្អណាស់យ៉ាងមិនដែរទំនិញពេញចិត្តទេពេញចិត្តណាស់បងពីវពូកែមែនអញ្ចឹងក្រោយបន្តិចយើងជួបគ្នាបន្តិចទោះបីឡាវសានខូចហើយប៉ុន្តែជំនួយរវាងបងនិងខ្ញុំនៅតែត្រូវធ្វើបន្តអាហាបានខ្ញុំចង់ជួបបងជាយូរមកហើយអញ្ចឹងស្អីគ្នាយ៉ាងម៉េចកំណត់ទីតាំងគាត់រួចហើយទីតាំងពេលសន្ទនាខ្លីពេកមិនអាចកំណត់ទីតាំងបានទេចុះធ្វើម៉េចទៅមិនមែនឲ្យចេនបៀវទៅពិតប្រាកដទេនេះដូចជាការបណ្ដោយឲ្យខ្មាំងរត់ទៅវិញមែនបៃហុងអ្នកមិនគួរព្រមព្រៀងជាមួយគាត់ទេបើខ្ញុំមិនព្រមតើយើងអាចជួយសង្គ្រោះស៊ុនស៊ីធានដោយរបៀបណាម្យ៉ាងទៀតអ្នកណាថាអ្នកជួបហ្វានជាងចែលត្រូវតែជាឈិនបៀបៃហុងតើអ្នកចង់ត្រូវហើយអ្នកចូលហ្វានជាងចែលគឺខ្ញុំអត់ទេខ្ញុំមិនយល់ព្រមវាប្រថុយពេកហើយមែនហើយនេះមិនមែនជាការលេងសើចទេហ្វានជាងចែលគឺខុសខើណាស់បើគាត់ដឹងវានឹងប្រថុយណាស់ខ្ញុំក៏មិនយល់ព្រមដែរបៃហ៊ូនេះអ្នកកំពុងប្រថុយជីវិតខ្លួនឯងគ្មានពេលទេរាល់នាទីដែលយើងខាតស៊ុនស៊ីធាននឹងមានគ្រោះថ្នាក់កាន់តែច្រើនប៉ុន្តែចុះឯងអត់ទេលោកទេសាភិបាលបាននិយាយហើយហ្វានជាងចែលនិងឈិនបៀមិនដែលជួបគ្នាទេឲ្យខ្ញុំទៅគឺជាជំរឿដ៏ល្អបំផុតបៃហុងពេលដែលអ្នកខ្លាញ់ខ្លួនជាឈិនបៀដើម្បីកុំឲ្យស្ត្រូវដឹងយើងមិនអាចមកជួយអ្នកបានទាន់ពេលទេអ្វីទាំងអស់អាស្រ័យលើអ្នកគិតច្បាស់ហើយឬលោកទេសាភិបាលកុំបារម្ភខ្ញុំនឹងបំពេញភារកិច្ចឲ្យបានចុះបើយើងទៅជាមួយអ្នកវិញក៏ល្អដែរមានគ្នាជួយគ្នាខ្ញុំយល់ព្រមអត់ទេយើងគ្មាននរណាម្នាក់អាចទៅបានទេលោកមេក្រុមហេតុអ្វីពេលនេះបញ្ហាជីវិតគឺសំខាន់អាចជាពេលដែលត្រូវខ្លាចខ្ញុំក៏ចង់ទៅដែរប៉ុន្តែយើងទាំងអស់គ្នាធ្លាប់បង្ហាញមុខក្នុងកម្មវិធីពេលដែលភីគីមខាងស្គាល់យើងស្ថានភាពរបស់បៃហុងនឹងកាន់តែប្រថុយប៉ុន្តែយើងមិនអាចនៅស្ងៀមបានទេលីវឈុនខ្ញុំមានរឿងមួយចង់សុំជំនួយពីអ្នកខ្ញុំកុំនិយាយអី
ដាស៊ីវបន្ទាប់ពីតុបតែងបែបនេះហាក់ដូចជាអ្នកក្រោយច្បាប់មែនហាច្បាស់ណាស់ឯងនឹងទេដែលធ្វើពុតមិននៅតែមិនអាចធ្វើបានទៀតបៃហុងយើងដាក់ពាក្យសុំទៅអភិបាលហើយមើលស្ថានភាពពីខាងក្រៅបើមានគ្រោះថ្នាក់ខ្ញុំនឹងចូលទៅជួយអ្នកភ្លាមអរគុណឡានចាំខ្ញុំសិនទៅចុះមិនចង់លីខ្ញុំឬអ្នកណាទៅបារម្ភផែងកុំបារម្ភខ្ញុំសន្យាថានឹងជួយសង្គ្រោះស៊ុនស៊ីទៀនខ្ញុំត្រូវទៅហើយបៃហ៊ូសន្យាជាមួយខ្ញុំថាត្រូវប្រុងប្រយ័ត្នត្រឡប់មកវិញដោយសុវត្ថិភាពកុំបារម្ភបង្រៀនខ្ញុំផងមួយស្របក់ទៀតខ្ញុំគួរនិយាយអីឯងមិនបាច់និយាយអីទេគ្រាន់តែធ្វើអីដែលឯងពូកែបំផុតខ្ញុំពូកែអីជាងគេឃើញអ្នកណាមិនចូលភ្នែកទៅវាចោះនេះខ្ញុំពូកែណាស់ឯហាវហ្វានជាងចៅជាអ្នកណាឲ្យយើងចាំយូរម្លេះបងធំសុំទោសផងមានរឿងបន្តិចឲ្យអ្នកចាំយូរអញ្ចឹងឯងហើយហ្វានជាងចៅលីងដូនអ្នកទាំងពីរសម្ដែងល្អមែនចាប់អារម្មណ៍ហាអ្នកដទៃសុទ្ធតែធ្វើពុតខ្ញុំថាអ្នកទាំងពីរនោះមិនមែនសម្ដែងទេជប់លេងទៅវិជីឌីងឈិនបងជីដូនមួយយើងមនុស្សចំហមិននិយាយលាក់លៀមនិយាយរឿងត្រង់បងទី3ត្រូវគេផ្ដួលហើយការសហការរវាងឯងនិងខ្ញុំនៅតែបន្តទៀតថ្ងៃនេះខ្ញុំមកចង់ឃើញលោកនឹងលេងបន្តយ៉ាងម៉េចឯងមិនទាន់មានសមត្ថភាពលេងជាមួយខ្ញុំទេឯងមានន័យអីគ្រាន់តែជួលអ្នកតូចម្នាក់មកបោកខ្ញុំឯងគិតថាឈិនបៀវឆោតឬប្រាប់ផានជាងជាវបើមិនឃើញមុខក្នុងរយៈ1នាទីកុំបន្ទោសខ្ញុំថាមិនរាក់ទាក់ឯងនិយាយអីហ្នឹងបងជីដូនមួយកុំខឹងអ្នកក្រោមដៃលេងសើចជាមួយឯងទេបងធំនឹងមកភ្លាមអេលីនមែនទេតើបៃហុងដឹងយ៉ាងម៉េចថាមនុស្សម្នាក់នេះមិនមែនក្រុមផាន់ជាងគាត់មានសមត្ថភាពដឹងទុកជាមុនមុនពេលចាក់ចេញអភិបាលបង្ហាញរូបថតក្រុមផាន់ជាងមួយសន្លឹកឲ្យគាត់មើលតែរូបថតនោះមិនច្បាស់ទេមើលមុខមិនដឹងឡើយបៃហុងអាចតាមរយៈទាំងនេះវិនិច្ឆ័យថាអ្នកនោះមិនមែនផាន់ជាងពិតទេការយល់ឃើញនេះឆ្លាតគួរឲ្យខ្លាចមើលទៅក្រុមផាន់ជាងនេះមិនអស្ចារ្យទេបើអញ្ចឹងយើងទៅម្នាក់ទៅយើងទៅឲ្យបងប៊ីកុំខឹងអីចៅហ្វាយកំពុងមកដល់ហើយឯងចាំមើលក្មេងរូពីខ្ញុំប្រាប់ឯងផាន់ជាងអញ្ជើញយើងគឺឲ្យមកខ្ញុំមកគឺឲ្យមកគាត់ឥឡូវខ្ញុំមិនចង់ចាំទេមានរឿងអីធ្វើឲ្យបងប៊ីបខឹងខ្លាំងម្លេះចៅហ្វាយខ្ញុំប្រាប់ឲ្យឯងរាក់ទាក់បងប៊ីបឲ្យល្អហើយឯងធ្វើបែបនេះរាក់ទាក់អញ្ចឹងកូនក្មេងក្រោមបងថ្លៃមិនចេះគួរសមលោកធំធេងមានចិត្តទូលាយកុំយករឿងមកដាក់ចិត្តបងអញ្ជើញអង្គុយការប្រុងប្រយ័ត្នគឺល្អណាស់តែប្រុងប្រយ័ត្នពេកធ្វើឲ្យគេរំខានរបស់ឥតប្រយោជន៍
ឆាប់ទៅចាក់ទឹកតែឲ្យបងប៊ីវហើយសុំទោសបងប៊ីវមានន័យយ៉ាងម៉េចចៅហ្វាយជីវមិនស្គាល់ខ្ញុំតតែសោះឯងមិនដឹងថាខ្ញុំផឹកតែទឹកសូដាទេហាកញ្ជ្រោងនៅតែលបងមើលខ្ញុំបើផឹកតែមួយពេងនេះនឹងមិនចេញពីទ្វារនេះរួចទេនៅពេលស្ថានភាពក្តៅត្រជាក់បែបនោះគាត់អាចសង្កេតឃើញរឿងតូចតាចបែបនេះគួរឲ្យខ្លាចណាស់ជាការគិតមិនគ្រប់គ្រាន់របស់ខ្ញុំអញ្ចឹងខ្ញុំនឹងបដូរអ្នកគ្រប់គ្រងថ្មីកុំខាត់ពេលម្យ៉ាងទៀតឯងអញ្ជើញខ្ញុំពីចម្ងាយមកប្រកាសជាមិនមែនគ្រាន់តែឲ្យខ្ញុំមកផឹកតែទេមែនទេចូលរឿងត្រង់ទៅអញ្ចឹងបងប៊ីវនិយាយផ្ទាល់អញ្ចឹងខ្ញុំក៏មិនលាក់លៀមអីដែរបន្ទាប់ទៀតខ្ញុំមានគម្រោងមិនល្អទេតើប៉ានជាងជីវរកឃើញថាកញ្ជ្រោងសក្លែងខ្លាយហើយឬលោកប្រធានចុះធ្វើមិនដឹងលោកអភិបាលបានបិទដំណឹងតាំងពីយូរហើយទោះបីប៉ានជាងជីវទៅពិនិត្យមើលក៏ដោយក៏មិនអាចមានបញ្ហាដែរពុំមានពេលគិតច្រើនទៀតទេមែនទេចាំងជីអ្នកទាំងពីរចុះពីឡានទៅរកកន្លែងលាក់ខ្លួនចាំលោកប្រធានមកដល់សិនណាលីនចុះអ្នកវិញបើអ្នកទាំងពីរនឹងប្រឈមមុខគេដឹងខ្ញុំនឹងបើកឡានចូលទៅត្រង់ដើម្បីពន្យាពេលឲ្យគេមិនបានទេគ្រោះថ្នាក់ពេលខ្ញុំទៅជាមួយអ្នកខ្ញុំក៏ទៅដែរយើងមកជាមួយគ្នាមានគ្រោះថ្នាក់ត្រូវប្រឈមមុខជាមួយគ្នាខ្ញុំក៏ទៅដែរអ្នកនេះមានន័យយ៉ាងម៉េចនេះនៅតែធ្វើពុតជាមួយខ្ញុំទៀតអ្នកមិនមែនជាចិនប៊ីវសោះហើយគាត់ហើយអ្នកមានន័យយ៉ាងម៉េចព្រះមហាក្សត្រីបន្តិចទៀតដាន់ដងឡើងជិះអ្នកទៅរកចុងទៅឲ្យគាត់នាំមនុស្សមកខ្ញុំនឹងពន្យាពេលឲ្យអ្នកទាំងពីរសម្ដែងបានល្អណាស់នៅតែចង់បោកខ្ញុំទៀតតែចង់បោកខ្ញុំវាមិនងាយទេបើអ្នកមិនទុកចិត្តខ្ញុំមិនអីទេហឺក្មេងនេះឯងមិនខ្លាចស្លាប់ទេហួហើយបងធំនិយាយច្រើនពីគាត់ធ្វើអីជួយខ្ញុំនាំបងប្អូនឡើងទៅកុំខ្លាចថាខុសផាន់ជាងខ្ញុំឲ្យមុខឯងពេកហើយឬម្ដងកាយសាក់លបងខ្ញុំអាកាសស្អាតបងធំគាត់អូបងប៊ីវក្លាហានមែនតែអ្នកកុំបន្ទោសខ្ញុំព្រោះយើងធ្វើការបែបនេះត្រូវប្រយ័ត្នទើបមានសុវត្ថិភាពលីនដូនផាន់ជាងជីវនេះប្រយ័ត្នពេកហើយគាត់បានសាក់លបងបាយហុង3ដងហើយមនុស្សនេះប្រយ័ត្នណាស់តែមើលទៅពេលនេះបាយហុងគួរតែឆ្លងផុតហើយបាយហុងចិត្តរឹងមាំអស្ចារ្យណាស់បើដាក់លើអ្នកណាក្នុងចំណោមយើងប្រហែលជាមិនអាចទ្រាំបានទេអញ្ចឹងបងជីដូនមួយដើម្បីសុំទោសអ្នកថ្ងៃនេះនៅកន្លែងខ្ញុំអ្វីដែលអ្នកចង់បានអ្វីដែលខ្ញុំមាននិយាយមកចុះព្រោះលោកចៅថាអញ្ចឹងខ្ញុំក៏ចង់បានរបស់មួយដែរនិយាយឲ្យចំគឺមនុស្សម្នាក់អុកមិនមែនតែម្នាក់ទេទោះ10នាក់ក៏បានបើបងវិវព្រមខ្ញុំអាចឲ្យអ្នកទាំងអស់មិនដឹងបងប៊ីវចង់បានអ្នកណាស៊ុនស៊ីវធានស៊ុនស៊ីវធានជាអ្នកណាហេតុអីខ្ញុំចាំមិនបានគឺអ្នកទៅនាំមកពីម្សិលមិញធ្វើម៉េចនឹងភ្លេចអីយ៉ាហេតុអីនិយាយជាមួយលោកចៅបែបនេះសុំទោសលោកចៅសុំទោសខ្ញុំនិយាយមិនពីរូបសុំអត់ទោសមិនអីទេអូខ្ញុំនឹកឃើញហើយប្រហែលជាស្រីម្សិលមិញអ្នកណាទៅយកស្រីម្សិលមិញមកឲ្យបងប៊ីវ
កុំបារម្ភទ្រាំបន្តិចប្រកាសជាមានអ្នកមកជួយយើងបងពិតជាមានអ្នកមកជួយយើងមែនទេច្បាស់ណាស់បងស្គាល់មនុស្សម្នាក់គាត់ពូកែណាស់ហាក់ដូចជាក្នុងលោកនេះមិនមានអ្វីពិបាកសម្រាប់គាត់ទេចុះគាត់នៅណាបងក៏មិនដឹងដែរតែបើគាត់ដឹងថាយើងនៅទីនេះប្រកាសជាមកជួយយើងឆាប់ឡើងមានអ្នកចង់ជួបឯងទៅជាមួយខ្ញុំឯងធ្វើអីឲ្យខ្ញុំទៅឯងចង់នាំខ្ញុំទៅណាអញ្ចឹងគឺឯងនិយាយជាមួយបងប៊ីវយ៉ាងម៉េចបងប៊ីវភ្លេចលឿនណាស់ភ្លេចថាខ្ញុំលេងឯងយ៉ាងម៉េចថាគឺឯងនឹងហើយដែលឲ្យគេចាប់ខ្ញុំយកខ្ញុំមកកន្លែងអាក្រក់នេះខ្ញុំមិនចប់ជាមួយឯងទេធ្វើឲ្យល្អនិយាយច្រើនទៀតខ្ញុំនឹងរកកន្លែងស្ងាត់ហើយដោះស្រាយឯងហឹមលីនតុនឥឡូវបុគ្គលិកមានសុវត្ថិភាពហើយតើយើងអាចប្រាប់អភិបាលឲ្យប្រមូលសំណាញ់បានទេលីនតុនឯងមិនហើយអត់មានអីទេឲ្យលោកអភិបាលនាំមនុស្សមកចុះហេតុអីខ្ញុំតែងតែមានអារម្មណ៍មិនល្អបងតូចថ្ងៃនេះភារកិច្ចចប់ហើយអញ្ចឹងយើងទៅសិនកុំប្រញាប់អីបងរឿងសហការមិនទាន់ពិភាក្សាទេឥឡូវទៅមិនល្អទេម្យ៉ាងទៀតអ្នកក៏ជាមនុស្សចាស់ក្នុងរង្វង់នេះខ្ញុំក៏ឆ្ងល់ដែរមិនអ្នកចាប់អារម្មណ៍ក្មេងស្រីតូចនេះឬក៏ក្មេងស្រីនេះមានអត្ថន័យពិសេសសម្រាប់អ្នកនិយាយឲ្យច្បាស់សិនរួចទើបទៅបើអញ្ចឹងខ្ញុំនិយាយត្រង់មានមនុស្សសំខាន់ម្នាក់ត្រូវការធម្មពលខាងវិញ្ញាណពីគាត់ដើម្បីបន្តអាយុអញ្ចឹងទេមើលទៅលោកចៅមិនទុកចិត្តខ្ញុំឬក៏អ្នកត្រូវការឲ្យខ្ញុំប្រាប់ឈ្មោះអ្នកធំនោះដល់អ្នកហាបងនិយាយលេងទេខ្ញុំយល់ពីរឿងនេះមិនសួរអ្វីដែលមិនគួរសួរគ្មានអីទេអញ្ចឹងខ្ញុំទៅសិនបងបំពង់ជក់បារីរបស់បងពិសេសមែនហេគ្រាន់តែបំពង់ជក់ចាស់មួយបើលោកចៅចូលចិត្តថ្ងៃក្រោយឲ្យថ្មីមួយទេខ្ញុំគ្រាន់តែយល់ថាគួរឲ្យចាប់អារម្មណ៍មិនដឹងបងស្រួលទេឲ្យខ្ញុំលើកមើលបន្តិចលោកលីនតើគាត់អាចដឹងថាមានកាមេរ៉ានៅលើបំពង់នោះទេហេតុអ្វីអភិបាលមិនទាន់មកដល់អភិបាលកំពុងមកហើយប្រហែល5នាទីទៀតនឹងមកដល់ឥឡូវនេះសង្ឃឹមថាមុនពេលអភិបាលមកដល់ពួកគេមិនបង្ហាញចំណុចខ្សោយទេបងប៊ីវមិនចង់លេងបំពង់នេះសោះមិនមែនមានបញ្ហាអីទេហ្វានអ្នកកំពុងសង្ស័យពួកយើងហើយមិនសមរម្យមិនក៏ហ៊ាននិយាយជាមួយចៅហ្វាយបែបនេះចេញទៅឆ្ងាយសុំទោសចៅហ្វាយចៅបរិសរបស់ខ្ញុំធ្វើឲ្យលោកសាច់ហើយបើអ្នកចូលចិត្តបំពង់នេះខ្ញុំឲ្យអ្នកហាពិតជារបស់ល្អអ្នកមានគុណមិនយករបស់ដែលអ្នកដទៃស្រឡាញ់ទេព្រោះវាជារបស់ដែលបងប៊ីវស្រឡាញ់ខ្ញុំមិនក៏ហ៊ានយកដែរសំណាងល្អដែលបាយហុងប្រតិកម្មលឿនបើមិនដូច្នេះទេទើបតែនឹងមានគ្រោះថ្នាក់
អញ្ចឹងបានថ្ងៃនេះយើងនឹងយកនាងនេះទៅលើកក្រោយខ្ញុំរៀបចំពិធីយើងនឹងនិយាយគ្នាលេងទៅបងនិយាយថាអ្នកមានទ្រព្យពីការលេងល្បែងជំនាញលេងល្បែងពូកែណាស់ថ្ងៃនេះមិនឲ្យបងប្អូនមើលបន្តិចទេឲ្យឃើញពីសមត្ថភាពបងប៊ីមកពីឆ្ងាយដើម្បីគោរពបើមិនបង្ហាញទេខ្ញុំមិនអីទេប៉ុន្តែកូនក្មេងរបស់ខ្ញុំគេអាចមិនពេញចិត្តបងប៊ីមិនមែនខ្លាចទេហាបងប៊ីជំនាញល្បែងរបស់ខ្ញុំពិតជាអស្ចារ្យខ្ញុំក៏ចង់បង្ហាញអ្នកដែរប៉ុន្តែពាក្យរបស់អ្នកបងប៊ីមិនសប្បាយចិត្តនឹងអ្នកទោះយ៉ាងណាបើចៅហ្វាយចៅចង់លេងខ្ញុំនឹងលេងជាមួយអ្នកហាសប្បាយអញ្ចឹងថ្ងៃនេះយើងលេងសាមញ្ញលេង21មួយប្រកួតចប់អីជា21គឺល្បែង6ពិន្ទុម្នាក់2សន្លឹកចែកឈ្នះបើបាន21អ្នកលេងម្នាក់អាចសម្រេចតាមពិន្ទុសម្រេចថាសុំបៀបន្ថែមបើសុំបន្ថែមអ្នកចែកនឹងចែកបើយកបៀបន្ថែមហើយពិន្ទុរាប់លើស21រាប់ថាចាញ់ភ្លាមបើអ្នកលេងទាំងពីរពិន្ទុស្មើគ្នាហើយមិនសុំបន្ថែមទៀតអ្នកចែកឈ្នះអូចាប់តាំងពីចៅហ្វាយជីវចង់លេងចុះខ្ញុំមិនចង់ធ្វើឲ្យអ្នកខកចិត្តទេល្អណាស់បងប្អូនជីដូនមួយបើលេងល្បែងហើយខ្វះការភ្នាល់បន្តិចអ្នកចង់ភ្នាល់អ្វីអញ្ចឹងស្រីនេះជាអំណោយរបស់ខ្ញុំហើយក៏ជាប្រាក់ភ្នាល់របស់ខ្ញុំដែរបើខ្ញុំចាញ់អ្នកអាចយកនាងទៅបានខ្ញុំមិនថាអីទេបើអ្នកចាញ់វិញហាអត់អីទេខ្ញុំចង់បានម្រាមដៃអ្នកមួយហ្វានជាងអ្នកហួសហេតុពេកហើយដោយសារលោកឲ្យបងខ្ញុំភ្នាល់ម្រាមដៃបងមិនត្រូវយល់ព្រមទេជប់និយាយទៅអ្នកជាអ្វីទៅអ្នកគ្មានសិទ្ធិនិយាយទេហើយខ្ញុំថាចៅហ្វាយគ្រាន់តែបៀប៉ុន្មានសន្លឹកហើយចង់បានម្រាមដៃខ្ញុំលេងធំពេកហើយហឺអីបងប្អូនជីដូនមួយខ្លាចអីបើអញ្ចឹងថ្ងៃនេះក្មេងស្រីនេះអ្នកមិនអាចយកទៅបានទេយកនាងទៅទុកចុះចាំបន្តិចចៅហ្វាយចៅស្រីនេះមិនមែនជាអ្វីសម្រាប់ខ្ញុំទេដោយសារអ្នកចង់លេងអញ្ចឹងខ្ញុំលេងជាមួយអ្នកស្រួលទៅអញ្ចឹងយើងចាប់ផ្ដើមបងប៊ីវដោយសារខ្ញុំជាអ្នកចែកអញ្ចឹងខ្ញុំបើកមុនបងប្អូនជីដូនមួយពិន្ទុពីស្មើគ្នាតាមច្បាប់អ្នកចែកឈ្នះសុំទោសអ្នកចាញ់បងប្អូនជីដូនមួយចាញ់ត្រូវទទួលម្រាមដៃមួយណាអ្នកជ្រើសឬខ្ញុំជ្រើសឲ្យអ្នកលោកតាជីវប្រញាប់អីខ្ញុំនៅសល់ឱកាសបដូរសន្លឹកម្ដងទៀតទេបងប្អូនចិត្តដល់ម៉ោងនេះហើយឯងនៅតែមករឹងសន្លឹកប៊ីនៅលើឥឡូវនេះទៅទៀតមិនថាឯងចង់ទាញសន្លឹកបន្ថែមឬអត់គ្មានន័យអីទេលោកមេក្រុមនេះមានន័យយ៉ាងម៉េចឥឡូវពិន្ទុទាំងសងខាងស្មើ20រឿងតែមួយគត់ដែលអាចឲ្យបៃហុងឈ្នះវិញគឺបានសន្លឹកបើសន្លឹកបន្ទាប់ធំជាងបៃហុងនឹងផ្ទុះសន្លឹកខ្ញុំគណនារួចហើយ
ឱកាសដែលបៃហុងទទួលបានសញ្ញាក្នុងជំនួបបន្ទាប់គឺតិចជាង5ឥឡូវនេះច្រើនម្លេះមិនមិនទាន់ដល់អូនអស់កម្លាំងហើយពួកគេជាប់ផ្លូវត្រូវការពេល5នាទីទៀតមិនក៏ត្រូវ5នាទីទៀតខ្ញុំជាមនុស្សបែបនេះហើយបើមានឱកាសតិចតួចក៏ដោយខ្ញុំនឹងចាប់វាឲ្យជាប់ចែកសញ្ញាទៅបងប្អូនកុំទាន់ចុះចាញ់ពូថៅនេះមុតណាស់មិនឈឺទេខ្ញុំដឹងថាពូថៅអ្នកមុតតែអ្នកគ្មានឱកាសនោះទេមិនអាចទៅរួចយ៉ាងម៉េចដែរបងចៅឯងមិនមែននឹងចាញ់ហើយមកប្រកែកទេអីហាបងប្អូននិយាយលេងហើយអ្នកណាមិនដឹងថាខ្ញុំជាអ្នកក្រោះក្រែងនៅក្នុងភូមិនេះស្មោះត្រង់បំផុតចាញ់លបែងត្រូវសុកចិត្តឯងឈ្នះហើយក្មេងស្រីនេះជារបស់ឯងយើងទៅបាទពិតជាល្អបៃហុងគាត់ធ្វើបានហើយមែនហើយមិននឹកស្មានថាបៃហុងមានល្បិចបែបនេះលោកមេក្រុមកងទ័ពពីទីស្នាក់ការបានមកដល់ហើយចាំឲ្យបៃហុងនាំចំណាប់ខ្មាំងចេញពីតំបន់គ្រោះថ្នាក់សិនយើងអាចចាប់អ ுக ្រិតជនទាំងនេះបានទាំងអស់ថ្ងៃនេះខ្ញុំបានឃើញស្នាដៃរបស់បងប៊ីយ៉ូហើយខ្ញុំជឿជាក់ថាកិច្ចសហការរបស់យើងនាពេលខាងមុខនឹងមានភាពរីករាយសហការល្អថៅកែអ្នកនេះមិនមែនជាចិនប៊ីយ៉ូទេឲ្យគេនាំមនុស្សចេញទៅអីចឹងគាត់ចង់ស្អាតបងវីភ្លេចប្រាប់អ្នកហើយនៅក្នុងទីធ្លានេះមានគុកក្រំដីមួយនៅក្នុងគុកនោះមានចំណាប់ខ្មាំងច្រើនណាស់ដែលត្រូវអ្នកជួយមនុស្សចាប់មកហើយក៏មានក្មេងម្នាក់ទៀតតើអ្នកអាចរកវិធីជួយពួកគេបានទេត្រូវតែដឹងទីតាំងពិតប្រាកដរបស់ចំណាប់ខ្មាំងសិនបើមិនដូច្នេះទេចាំអភិបាលក្រឹតជននឹងប្រើចំណាប់ខ្មាំងគំរាមកំហែងវានឹងស្មុគស្មាញមានរឿងអីហេតុអ្វីបានជាបៃហ៊ូឈប់មេក្រុមពេលណាអ្នកឃើញខ្ញុំលើកបំពង់ថ្នាំជប់មានន័យថាស្ថានភាពប្រែប្រួលត្រូវពន្យាពេលប្រតិបត្តិការឆាប់ទៅប្រាប់អភិបាលឈប់ប្រតិបត្តិការជាស្ថានភាពប្រែប្រួលរំពេចនោះខ្ញុំនឹកឃើញបងឌីវខ្ញុំមកពីឆ្ងាយម្លេះមិនទាន់បានឃើញទ្រព្យសម្បត្តិរបស់បងទេអញ្ចឹងមកឥតប្រយោជន៍មែនចុះបងនាំយើងទៅមើលបន្តិចវិញរឿងតូចតាចគ្មានបញ្ហាទេបើបងប៊ីវចង់ឃើញទ្រព្យរបស់ខ្ញុំក៏មិនមែនជាមនុស្សតូចចង្អៀតទេមកជាមួយខ្ញុំធ្វើអីបងបង្កើតគុំយល់ច្រឡំបងក៏ដឹងដែរថាកន្លែងលាក់ទ្រព្យសម្បត្តិវាជាកន្លែងសម្ងាត់ឲ្យមនុស្សតិចដឹងកាន់តែល្អអ្វីយកសុវត្ថិភាពជាធំបងជាវនិយាយត្រូវអ្នកនាំក្មេងស្រីនេះត្រឡប់ទៅវិញសិនខ្ញុំទៅជាមួយបងជាវបងថៅកែអ្នកនៅម្នាក់ឯងទីនេះកុំនិយាយឥតប្រយោជន៍ឆាប់នាំក្មេងស្រីនេះត្រឡប់ទៅមានមនុស្សច្រើនម្លេះការពារខ្ញុំមិនបានទេចេញបងថៅកែហេតុអីខឹងប្អូននេះក៏បារម្ភពីបងដែរលីងយ៉ាងអ្នករកវិធីជួយបៃហុងផងគាត់នៅម្នាក់ឯងគ្រោះថ្នាក់ណាស់លីវសុនតើមានរឿងអីតាមឡើយយើងចិត្តចេញមកហើយតែបៃហុងងឺសៀវធាននិយាយថានៅក្នុងគុកនោះមានចំណាប់ខ្មាំងច្រើនទៀតខ្ញុំក៏ចង់ទៅតាមតែផានជាងនេះឆ្លាតពេកមិនឲ្យខ្ញុំចូលតតែសោះខ្ញុំក៏ត្រូវធ្វើតាមការណែនាំរបស់បៃហុងនាំសៀវធានចេញមកមុនខ្ញុំគិតថាបៃហុងច្បាស់ជាបារម្ភពេលយើងប្រញាប់ចូលទៅហ្វានជាងប្រហែលជានឹងវិប្រហាពូចំណាប់ខ្មាំងនឹងហើយបានជាបងប្អូនពួកយើងត្រូវតែធ្វើអីមួយដូច្នេះយើងមិនអាចអង្គុយមើលទេកុំបារម្ភអភិបាលកំពុងមកដល់ហើយពេលគាត់មកដល់ប្រកាសជាមានវិធីជួយសង្គ្រោះបៃហុងនិងអ្នកទាំងអស់គ្នាខ្ញុំមានអារម្មណ៍ថាហ្វានជាងមានអាកប្បកិរិយាចំពោះខ្ញុំចម្លែក
តែមិនដឹងថាចម្លែកត្រង់ណាទេបងជីដូនមកដល់ហើយសូមស្វាគមន៍មកកាន់នគរទ្រព្យសម្បត្តិរបស់ខ្ញុំសូមទោសសូមចាប់យើងខ្ញុំទៅខ្ញុំមានកូននៅផ្ទះទៀតសូមអាណិតមេត្តាផងឈឺណាស់អាសាប់ខ្ញុំខឹងហើយនឹងលូអស់ទៅបរទេសទាំងអស់បងជីដូនមើលទ្រព្យសម្បត្តិខ្ញុំស្អីល្អណាស់មកខ្ញុំណែនាំឲ្យអ្នកស្គាល់ពីរអ្នកនោះទុកយកគ្រឿងបន្លាស់ប៉ុន្មានអ្នកទៀតរៀបលក់ទៅបរទេសឯក្មេងស្រីតូចនោះរៀបលក់ទៅភ្នំឲ្យគេធ្វើប្រពន្ធក្មេងតម្លៃដែលគេឲ្យទាបពេកហើយហាសាច់ឆាប់នឹងមិនអាចសាច់ទៀតទេយ៉ាងម៉េចដែរបងវីយ៉ូអ្នកបានឃើញទ្រព្យសម្បត្តិខ្ញុំហើយតើយើងនឹងនិយាយពីពេលវេលាហាការគ្នាបន្តទេពេលវេលាហាការគ្នាបានយើងនិយាយគ្នាលេងហាឥឡូវរកស៊ីមនុស្សអាក្រក់សូម្បីតែក្មេងស្រីតូចប៉ុណ្ណឹងក៏មិនទុកដែរឧក្រិដ្ឋជនគួរស្អប់ទាំងនេះធ្វើអំពើអាក្រក់ច្រើនណាស់គួរតែចាប់ទាំងអស់ទៅដាក់គុកមិនត្រូវទេខ្ញុំចាំថាកាមេរ៉ានៅលើប៉ៃហុងមិនមែននៅជាមួយខ្ញុំទេហេតុអីមានមួយទៀតមុនពេលអ្នកទៅប៉ៃហុងមករកខ្ញុំគាត់ខ្លាចកើតមានអីក៏ឲ្យខ្ញុំរៀបទុកពីអត់ប៉ៃហុងមានរឿងហើយហានៃអីប៉ៃហុងឯងចង់សម្ដែងទៅដល់ណាទៀតមិននឹកស្មានថាអ្នកដឹងខ្ញុំទេល្អមែនចៅថៅហាប៉ៃហុងឯងមិនគិតថាឯងអាចបន្លំឲ្យដូចពិតទេតាំងពីឯងចូលមកខ្ញុំដឹងថាឯងខ្លែងខ្ញុំចង់ដឹងណាស់ថាអ្នករកឃើញចំណុចខុសរបស់ខ្ញុំយ៉ាងម៉េចហាពិតណាស់ព្រោះខ្ញុំធ្លាប់ជួបឈិនបុយហើយអ្វីហុំភ្ញាក់ផ្អើលមែនដល់ម៉ោងនេះក៏មិនខ្លាចប្រាប់ឯងការពិតឡាវសានពស់នៅក្នុងដៃឯងគឺខ្ញុំផ្ញើទៅជាចារកម្មក្បែរឈិនបុយខ្ញុំធ្លាប់ឃើញរូបថតឈិនបុយយូរហើយមិនអញ្ចឹងឯងគិតថាខ្ញុំនឹងធ្វើចំនួនជាមួយគាត់ស្រួលអញ្ចឹងថៅផ្លូវរត់គេចរួចរាល់ហើយយើងអាចចាក់ចេញពេលណាក៏បានផ្លូវរត់គេចអញ្ចឹងឯងមិនដែលលាតត្រដាងខ្ញុំទេគឺកំពុងតែរៀបចំរឿងនេះពិតណាស់មិនអញ្ចឹងឯងគិតថាខ្ញុំខាត់ពេលសម្ដែងជាមួយឯងដើម្បីអីមិនគ្រប់ប៉ុន្តែនិយាយវិញចិត្តគំនិតឯងពិតជាធ្វើឲ្យខ្ញុំកោតសរសើរបើមិនមែនឯងឥឡូវចេះតែបង្ហាញមុខច្រើនពេកទេខ្ញុំចង់ទទួលឯងចូលក្នុងគ្រួសារអាណិតណាស់ថ្ងៃនេះឯងត្រូវស្លាប់នៅទីនេះអ្វីឡាវសានជាមនុស្សរបស់ហ្វានជាងចៅយើងត្រូវគេបោកអាក្រក់ណាស់លីនធួននិងហ្វានជាងចៅរៀបចំផ្លូវរត់គេចរួចរាល់ហើយប៉ៃហុងអាចមានគ្រោះថ្នាក់ពេលណាក៏ប្រញាប់រកវិធីជួយប៉ៃហុងផងអត់មានពេលចាំទេសាភិបាលទេយើងមិនអាចមើលប៉ៃហុងជួបរឿងមិនល្អបានទេចាំងជឿឯងចេញទៅបង្កឲ្យមានភាពច្របូកច្របល់ខ្លះខ្ញុំនឹងលាវស៊ុននឹងទៅជួយប៉ៃហុងទៀតពេលចុះខ្ញុំឯងនឹងស៊ុយមេងនៅទីនេះចាំទេសាភិបាលពេលគាត់មកដល់ឲ្យពួកគេបើកការវីលុកជាទូទៅភ្លាមចាស់យ៉ាងនឹងនៅមានពាក្យចុងក្រោយទេខ្ញុំគោរពឯងថាជាមនុស្សស្មោះត្រង់រឿងចុងក្រោយនេះខ្ញុំជួយឯងហេឯងសាច់អីសាច់ឯងថាឆោតចៅថៅឯងគិតថាឯងឈ្នះហើយមែនទេតាំងពីថ្ងៃដែលឯងផ្ញើទីតាំងឲ្យខ្ញុំផ្លូវរត់គេចរបស់ឯងទាំងអស់សុទ្ធតែនៅក្នុងការទីរបស់ខ្ញុំនោះមានន័យថាផ្លូវរត់ដែលឯងពឹងពាក់ឥឡូវត្រូវអភិបាលរារាំងអស់ហើយក្រៅពីផ្ទះនេះ
anh từ na có mình rụi đài. Hey, anh thà ấy. Bong thông đa dọc mình nụ một, cắt plei đọt thôi rồi bỏ giường. Hai, bong ố nâng chùm nạp mang lược bao có trời kia chui dọc tự ọ. Ấy vĩnh bong thông. Bài hong khnyom khmin pot po nâng ảnh tề. Mịch anh thưa bạp khnyom đỏ slap, khnyom có khmin pot po nâng ảnh đài. Tại kê min pot po nâng ảnh ọt. Kê mình nẹ mình mến cát bìa bục mà đài tế. Trâu bụng nẹ lúc mình nụ thưa bạp đọc lụt đôi nì. Khnyom prap anh ở đó lên kê trao từng ọ. Từ xa phiếp cùng hô nê epi bà, rồi hai chi ban từ tua ca bần thu bần thỏi. Anh chân ngày ní khnyom mình ai từ bàn tề. Anh có công sừng khâm tha nâng rụt đài. Bong thông công nì giấy tra nâng côn khmênh nì. Bong từ môn túc oi bong ôn tin pê. À khmênh. Khnyom prap anh. Ngày ní khnyom xúc chất slap đầm bêប្រយុទ្ធ anh có công kết tha nâng rụt rụt đài vì. Bích bong ôn một đò hái. Ta hong tanh tại anh thưa chi vi rô. Lượt ní đò viên dương hài. Ta hong khnyom khơi anh đã từ kháng chạy lùi. Anh từ rụt cọt. Nơi tin ní dương nâng trămប្រយ័ត្ន ផង Linh đốn tăng piប្រកួតប្រដៅដងមុនបានប្រាប់អញថាយូរហើយដែលមិនឃើញអញវីតបមុននេះត្រូវអាបៃហ៊ូធ្វើឲ្យក្តៅដល់ក្បាលថ្ងៃនេះឲ្យតែបានបង្ហើយវីbài hu anh nơi miên chất đầy ấy. Vần tay mình ọt tu hỏi anh tề. Mình luôn nề ná. Bài hông. Xâm lập anh. Phan chiên mô tần ạp hiệp mình úp PT snack ca thông một đòi hời. Mình nút rồi bỏ nhẹ tới cái chắp ở hai của mình nhảy tiệp. Mình men bay hư tê. Lúc api ba nút ở lôi nhẹ tay bẩn tích bẩn túi trong mùi khải. Hết ấy nhẹ rồi thôi chỉ vật khăng lệ. Chốt ni dây rương ếch rồi giỏi tới chỉ mùi khi nhom. Bà ở tê bay gian nhẹ trong ban lôi bẩn mán khi nhom ở từng ọ. Trâm tay nhẹ khi nhom tới lôi rồi bỏ khi nhom từng ọ chi rồi bỏ nhẹ. Giang mệt đè. Lôi đại ban bị khi min sơ thoa khi nhom tha việc hoặc. Rồi nhấp tới chỉ mùi khi nhom. Khi nhom nâng rồi giật chỉ mùi nhẹ. Vì muốn khnyom tha ở nhẹ chốc tranh tại nhẹ mình sạch. Bần tốt nhẹ na từ. Bài hông. Lượt ní ở côn nhẹ na. Tớp ai chấp krong một rật chôn tiếng ở bàn. Khnyom đầm nang chi chôn ở côn nhẹ. Ca lúc bầm bát ẩm pơ ạc rọ cứ chỉ cắt một cách rồi bó bồ rọt rụp. Ha vô cọt từ. Nhẹ tiếng pi mình ấy tê. Mình ấy tê kron tại có bần tịch. Ní mình men chi ấy tê. Tớp tại khnyom nâng xônประกួត nâng pi nâng 8 ជួយវីពួកអាក្រក់នោះរហូតដល់វារត់គេចខ្លួនជប់និយាយរឿងឥតប្រយោជន៍បាយហងខ្ញុំទទួលស្គាល់ថាពីមុនក្នុងកម្មវិធីពិតជាមើលស្រាលអ្នកបន្ទាប់ពីរឿងនេះខ្ញុំដឹងថាអ្នកមិនត្រឹមតែស្មោះត្រង់និងចិត្តល្អតែថែមទាំងក្លាហាននិងមានគំនិតខ្ញុំគោរពអ្នកពីក្នុងចិត្តសង្ឃឹមថានឹងមានឱកាសប្រជែងគ្នាទៀតកញ្ញាលាវបាយហងអ្នកទាំងអស់គ្នាពិតជាល្អណាស់ដល់វេនខ្ញុំហើយមែនទេអេអូបាយហ៊ូខ្ញុំក៏ចង់អោបអ្នកដែរប៉ុន្តែអត់ទេបាយហងខ្ញុំបានប្រាប់អ្នកគ្រប់គ្រងរបស់ខ្ញុំរួចហើយខ្ញុំចង់នាំអ្នកចូលក្នុងឧស្សាហកម្មកម្សាន្តអ្នកប្រកាសជាអាចក្លាយជាតារាល្បីធំបាយហងទៅជាមួយខ្ញុំទៅធ្វើជាអ្នកល្បីលើបណ្ដាញដោយសារភាពល្បីរបស់អ្នកឥឡូវនេះមិនយូរប៉ុន្មានអ្នកនឹងក្លាយជាអ្នកល្បីលើបណ្ដាញធំអ្នកល្បីបណ្ដាញធំបាយហងត្រឹមតែអ្នកយល់ព្រមខ្ញុំនឹងឲ្យអ្នកក្លាយជាមិត្តប្រុសរបស់ខ្ញុំបាយហងបើឯងព្រមខ្ញុំនឹងធ្វើជាមិត្តស្រីឯងចុងក្រោយឯងជ្រើសអ្នកណាមានតែក្មេងទេដែលជ្រើសរើសខ្ញុំយកទាំងពីរឯងរកស្លាប់ហើយស្រែកដល់ស្លាប់ចាស់ដល់ស្លាប់
លោកនាយកឈៀវមកដល់ម៉េចបៃហុងឥឡូវខ្ញុំសូមជូនដំណឹងជាផ្លូវការអញត្រូវបានជ្រើសរើសជាភ្ញៀវអក្រិតជនក្នុងប្រតិបត្តិការប្រមាញ់អន្តរជាតិទី4កម្មវិធីចាប់ផ្ដើមពីពេលនេះទៅមកទៀតហើយខ្ញុំជប់លេងហើយចាប់គាត់ទៅ